listening to Radio Free Asia. The following program is in Khmer. នេះជាកម្មវិធីផ្សាយវិទ្យុអាស៊ីសេរីនេះជាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចាប់ពីរដ្ឋធានី Washington នាងខ្ញុំម៉ៅសុធានីសូមជម្រាបសួរលោកអ្នកស្ដាប់ទាំងអស់ជាទីមេត្រីខ្ញុំបាទឆោមចក្រាក៏សូមជម្រាបសួរលោកអ្នកនាងកញ្ញាទាំងអស់ជាទីគោរពរាប់អានចាយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃប្រហ័ស3កើតខែផល្គុនឆ្នាំមមាសប្បស័កពុទ្ធសករាជ2559ចាហើយដល់ត្រូវនៅថ្ងៃទី10ខែមីនាគ្រិស្តសករាជ2016ជាដំបូងសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានប្រចាំថ្ងៃបេសកជនវិទ្យាសាស្ត្រអាមេរិកនឹងបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃនេះសហព័ន្ធស្រូវអង្ករកម្ពុជាបង្កើតក្រុមការងារពិសេសដើម្បីជួយវិស័យស្រូវអង្ករពលរដ្ឋនៅជាប់បឹងទន្លេសាបខេត្តបាត់ដំបងបារម្ភបញ្ហាភ្លើងឆេះព្រៃទឹកលិចគ្មានការទប់ស្កាត់ពលរដ្ឋជាច្រើនរយគ្រួសារនៅខេត្តឧត្តរមានជ័យកំពុងប្រឈមមុខនឹងការខ្វះខាតទឹកប្រើប្រាស់រួមនឹងព័ត៌មានផ្សេងៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទឆោមចក្រាសូមជូនព័ត៌មានពិស្ដាលោកអ្នកនាងជាទីមេត្រីបេសកជនវិទ្យាសាស្ត្រអាមេរិកអ្នកស្រីបណ្ឌិត Geraldine Richmond មកបំពេញទស្សនកិច្ចនៅកម្ពុជាថៃនិងឡាវចាប់ពីថ្ងៃទី4ដល់ថ្ងៃទី19មិនិនាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថាដំណើរទស្សនកិច្ចរបស់បណ្ឌិត Geraldine Richmond នៅតំបន់អាស៊ីអាគ្នេយ៍នេះគឺជាការគាំទ្រចំពោះការផ្ដួចផ្ដើមគំនិតរបស់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ក្នុងការពង្រឹងទំនាក់ទំនងវិស័យអប់រំនិងវិទ្យាសាស្ត្រជាមួយប្រទេសក្នុងតំបន់នេះជាដំណើរទស្សនកិច្ចលើកទី4មកកាន់តំបន់អាស៊ីអាគ្នេយ៍ក្នុងនាមអ្នកស្រីជាបេសកជនវិទ្យាសាស្ត្រអាមេរិកអ្នកស្រី Richmond នឹងធ្វើដំណើរមកកាន់កម្ពុជានៅថ្ងៃទី10ខែមីនានេះបន្ទាប់ពីបានទស្សនកិច្ចក្នុងប្រទេសថៃចាប់ពីថ្ងៃទី7ដល់ថ្ងៃទី8មិនិនាអ្នកស្រីនឹងចូលរួមក្នុងពិធីស្វែងយល់ពីបច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជាដែលអ្នកស្រីនឹងថ្លែងទៅកាន់អ្នកចូលរួមអំពីមូលហេតុដែលអ្នកស្រីចង់ក្លាយទៅជាអ្នកវិទ្យាសាស្ត្រអ្នកស្រីនឹងបន្តដំណើរទៅកាន់ប្រទេសឡាវចាប់ពីថ្ងៃទី14ដល់ថ្ងៃទី19មិនិនាលោកអ្នកនាងជាទីមេត្រីសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី9មិនិនាប្រកាសបង្កើតក្រុមការងារពិសេសមួយនិងបង្កើតកញ្ចប់ថវិកាជំនួយសង្គ្រោះដើម្បីជួយពង្រឹងវិស័យស្រូវអង្ករនៅកម្ពុជាគណៈក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញអង្ករព្រមមានពីការខ្សែធនបាទលោកសានសិលរាយការណ៍ព័ត៌មាននេះប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាលោកសុកពុទ្ធិវុឌ្ឍមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានថាក្រុមជំនាញផ្នែកស្រូវអង្ករដែលមានសមាជិកភាពពីសហព័ន្ធស្រូវអង្ករកម្ពុជាពីរដ្ឋាភិបាលនិងពីដៃគូពាក់ព័ន្ធនឹងធ្វើការងារជាមួយក្រុមការងារពិសេសដើម្បីដោះស្រាយបញ្ហាបន្ទាន់ដែលកំពុងលេចឡើងក្នុងឧស្សាហកម្មស្រូវអង្ករកម្ពុជាលោកបន្ថែមថាកញ្ចប់ថវិកាសង្គ្រោះក៏នឹងត្រូវបង្កើតឡើងដើម្បីជួយជ្រោមជ្រែងក្រុមផលិតករអង្ករដែលហៀបនឹងដាច់ខ្យល់លោកពុទ្ធិវុឌ្ឍបញ្ជាក់ថាសហព័ន្ធស្រូវអង្ករកម្ពុជាកំពុងស្នើថវិកាប្រមាណពី20ទៅ40លានដុល្លារពីរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ភូមិឲ្យដាក់ឥណទានជួយសង្គ្រោះវិស័យស្រូវអង្ករកម្ពុជាក្នុងរយៈពេលខ្លីទឹកប្រាក់នេះនឹងឲ្យផលិតករអង្ករខ្ចីជាដើមទុនប្រមូលទិញស្រូវស្តុកទុកទុកកិននឹងបន្ថែមទៅលើកម្លាំងថែមទៀតទៅលើជួយទៅដល់សហព័ន្ធស្រូវអង្ករនេះក្នុងការដោះស្រាយបញ្ហាមួយចំនួនទៀតដែលនៅក្នុងរយៈពេលខ្លីនេះគឺយើងឃើញបានកើតឡើងអញ្ចឹងឯកភាពគ្នាដោះស្រាយទៅលើស្ថានភាពដែលយើងកំពុងតែជួបប្រទះបច្ចុប្បន្ននេះការចាត់វិធានការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានៅពេលនេះកើតឡើងស្របពេលក្រុមព្រួយផ្ដើមមួយដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងជាក្រុមហ៊ុននាំចេញអង្ករហៅកាត់ថា RIS
ព្រមមានតាមរយៈរបាយការណ៍មួយដែលផ្ញើជូនក្រសួងពាណិជ្ជកម្មកាលពីថ្ងៃទី7មិនិនាថាផលិតករអង្ករក្នុងស្រុកកំពុងប្រឈមនឹងការខ្សែធនដោយទាមទារឲ្យមានវិធានការជាបន្ទាន់ទោះបីជាយ៉ាងណាក៏ដោយសហព័ន្ធស្រូវអង្ករកម្ពុជាបញ្ជាក់ថាវិធានការដែលបានដាក់ចេញមិនមែនបន្ទាប់ពីឃើញការព្រមានក្នុងរបាយការណ៍នេះទេលោកសុកពុទ្ធិវុឌ្ឍថ្លែងថាការដាក់ចេញផែនការនេះបន្ទាប់ពីសហព័ន្ធរបស់លោកបានសិក្សាពីភាពខ្សោយក្នុងវិស័យស្រូវអង្ករកម្ពុជាកន្លងមកអ្នកគ្រប់គ្រងការនាំចេញអង្ករនៃរោងម៉ាស៊ីនកិនស្រូវមួយក្នុងខេត្តកំពង់ធំអ្នកស្រីអៀច័ន្ទសុភ័ណ្ឌអបអរសាទរនឹងចំណាត់ការរបស់សហព័ន្ធស្រូវអង្ករនៅពេលនេះក៏ប៉ុន្តែអ្នកស្រីព្រួយបារម្ភពីប្រសិទ្ធភាពនៃក្រុមការងារដែលបង្កើតថ្មីពិសេសកញ្ចប់ថវិកាសង្គ្រោះដោយអ្នកស្រីសម្ដៅទៅលើរឿងអាស្រូវបពុនិយមនិងកង្វះប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នសហព័ន្ធស្រូវអង្ករកម្ពុជាកន្លងមកអ្នកស្រីរំពឹងថារោងម៉ាស៊ីនកិនស្រូវតូចតាចដូចជាក្រុមហ៊ុនអ្នកស្រីនឹងអាចទទួលបានផលពីវិធានការរបស់សហព័ន្ធស្រូវអង្ករកម្ពុជានេះគេរួមបង្គាប់រឿងបំបត្តិបពុនិយមវាល្អដែរជាងការគាត់សមាគមគាត់តែបពុនេះគាត់អញ្ចឹងតែរោងម៉ាស៊ីនយើងទូតាវាអាចគាត់នឹងទៅជាថិតធាអញ្ចឹងក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញអង្ករស្នើរដ្ឋាភិបាលផ្ដល់ប្រាក់កម្ចីប្រមាណ$250លានក្នុងអត្រាការប្រាក់ 4% ក្នុងមួយឆ្នាំបញ្ហាតម្លៃអគ្គិសនីថ្លៃក៏ជាឧបសគ្គរបស់ក្រុមផលិតករអង្ករក្រុមអ្នកកិនស្រូវក៏ស្នើឲ្យរដ្ឋាភិបាលលុបចោលតម្លៃពន្ធបន្ថែមក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញអង្ករឬហៅកាត់ថា RIS ដដែលរកឃើញថាការនាំចូលអង្ករពីប្រទេសជិតខាងក៏ប៉ះពាល់ដល់ការលូតលាស់នៃវិស័យស្រូវអង្ករនៅក្នុងប្រទេសកម្ពុជាដោយ RIS ស្នើឲ្យរដ្ឋាភិបាលបង្កើតជាកូតាច្បាស់លាស់ចំពោះការនាំអង្ករចូលពីបរទេសរបាយការណ៍របស់ RIS បានប៉ាន់ប្រមាណថាអង្ករប្រមាណពី70,000 តោនទៅ80,000 តោនត្រូវបានគេនាំចូលពីប្រទេសវៀតណាមក្នុងឆ្នាំ2015ជាការឆ្លើយតបសមាជិកក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជាលោកចាំសុកខាំងពន្យល់ថាដោយសារកម្ពុជាមានសេដ្ឋកិច្ចទីផ្សារសេរីដូច្នេះកម្ពុជាមិនអាចហាមឃាត់មិនឲ្យនាំអង្ករចូលពីបរទេសបាននោះទេផ្ទុយទៅវិញលោកស្នើឲ្យរដ្ឋាភិបាលបង្កើតជានីតិវិធីជាក់លាក់មួយដើម្បីកំណត់ពីស្តង់ដារនៃការនាំអង្ករចូលពីបរទេសដូចជាការកំណត់ការបង់ពន្ធការធានាគុណភាពជាដើមខ្ញុំសានសែលវិទ្យុអាស៊ីសេរីភ្នំពេញចាលោកនាងកញ្ញាកំពុងស្ដាប់កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington នៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី6ក្រោមប្រធានបទកសិករស្ត្រីឆ្នើមក្នុងវិស័យកសិកម្មកាលពីម្សិលមិញតំណាងកសិករត្រីឆ្នើមបានទំនុំពរដល់រដ្ឋាភិបាលឲ្យជួយដោះស្រាយបញ្ហាសំខាន់3ចំណុចចារួមមានទឹកទុននិងទីផ្សារដើម្បីអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះនាពេលបន្តិចទៀតបន្ទាប់ពីព័ត៌មានប្រចាំថ្ងៃបានលោកនាងជាទីមេត្រីអង្គការស្បៀងអាហារពិភពលោក WFP សម្រាប់ពន្យាពេលកម្មវិធីរបស់ខ្លួននៅកម្ពុជាដែលត្រូវចប់នៅខែកក្កដាឆ្នាំនេះដោយបន្តរហូតដល់ខែធ្នូឆ្នាំ2018សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការកម្ពុជាកាលពីថ្ងៃទី9មីនាដឹងថាអង្គការស្បៀងអាហារពិភពលោកនឹងផ្ដល់ថវិកាបន្ថែមចំនួន$47លានអាមេរិកសម្រាប់ការពន្យាពេល2ឆ្នាំកន្លះក្នុងជំនួបកិច្ចពិភាក្សាការងារនៅទីស្តីការក្រសួងការបរទេសលោកហោដំហុងបានស្នើតំណាងអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជាលោកចាន់ពីតូបូឌីណនឲ្យពិនិត្យលទ្ធភាពជួយដល់កម្ពុជាដើម្បីដោះស្រាយបញ្ហាផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុកម្មវិធីរបស់អង្គការស្បៀងអាហារពិភពលោកផ្ដោតទៅលើការផ្ដល់អាហាររូបត្ថម្ភដល់កុមារកម្ពុជាការលើកទឹកចិត្តឲ្យកុមារកម្ពុជាទៅសាលារៀននិងការជួយដល់ការអភិវឌ្ឍរបស់សហគមន៍តាមមូលដ្ឋានបាទអ្នកបរិយាកីឡា15គ្រួសារដែលមិនទាន់ទទួលបានសំណងស្នើឲ្យសាលារាជធានីភ្នំពេញផ្ដល់ដំណោះស្រាយជូនពួកគាត់តាមការសន្យាតំណាងអ្នកបរិយាកីឡាលោកស្រីសសនចង់ឲ្យសាលារាជធានីភ្នំពេញបញ្ជាក់ឲ្យបានច្បាស់ថាសាលាក្រុងនេះនឹងបន្តដោះស្រាយរឿងដីធ្លីសម្រាប់ពួកគាត់មុនការតវ៉ានេះមានការប៉ះទង្គិចគ្នាដោយហិង្សារវាងក្រុមសន្តិសុខខណ្ឌដូនពេញនិងអ្នកបរិយាកីឡាក្រុមសន្តិសុខដណ្ដើមយករូបទីម៉ូងនិងម្ទេសដែលអ្នកបរិយាកីឡាយកមកដុតនឹងបាច់នៅមុខសាលាក្រុងហើយរហូតមកដល់ថ្ងៃនេះទើបពួកខ្ញុំចង់មកដាក់ញត្តិសួរគាត់ថាតើដោះស្រាយពួកខ្ញុំឬមួយក៏យ៉ាងណាខ្ញុំបានទទួលដំណឹងមិញនេះពីសន្តិសុខគាត់ឆ្លើយតបថាពួកខ្ញុំដែលនៅសេសសល់ទាំងប្រមាណនេះគឺគេឈប់ទទួលស្គាល់ហើយបើសិនជាគាត់ឈប់ទទួលស្គាល់ពួកមិញដែលសល់គួរតែ
គាត់ជូនដំណឹងឲ្យពួកមិញបានដឹងផងមិនមែនគាត់ចង់ទទួលស្គាល់គាត់មិនជូនដំណឹងគាត់ចង់ដោះស្រាយឲ្យពួកមិញក៏គាត់មិនជូនដំណឹងអ្នកនាំពាក្យសាលារាជធានីភ្នំពេញលោកឡុងឌីបងអះអាងថាសាលាក្រុងនៅតែបន្តដោះស្រាយជូនអ្នកបរិយាកីឡាដែលមានឯកសារច្បាស់លាស់ប៉ុន្តែលោកស្នើឲ្យអ្នកបរិយាកីឡាតវ៉ាដោយសន្តិវិធីជាជាងការដុតរូបទីម៉ងដោយដាក់បណ្ដាសាកាលពីថ្ងៃទី19មករាពលរដ្ឋ91គ្រួសារក្នុងចំណោមអ្នកបរិយាកីឡា154គ្រួសារយល់ព្រមទទួលយកសំណងពីសាលារាជធានីភ្នំពេញជាទឹកប្រាក់ចន្លោះពី$3,000ទៅដល់$5,000ចំណែក29គ្រួសារយល់ព្រមយកផ្ទះនៅភូមិមណ្ឌងខណ្ឌព្រែកភ្នៅចំពោះអ្នកបរិយាកីឡា15គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយបញ្ជាក់ថាពួកគាត់នឹងបន្តតវ៉ានៅសាលាក្រុងតទៅទៀតលុះត្រាតែទទួលបានដំណោះស្រាយបាទលោកនាងជាទីមេត្រីប្រជាពលរដ្ឋនៅស្រុកឯកភ្នំខេត្តបាត់ដំបងកំពុងព្រួយបារម្ភពីបញ្ហាភ្លើងជះព្រៃរនាមឬហៅថាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបធ្វើឲ្យហិនហោចព្រៃឈើនៅពេលខាងមុខអ្នកស្រុកឲ្យដឹងថាគេប្រទះឃើញភ្លើងជះព្រៃកើតឡើងស្ទើរជារៀងរាល់ថ្ងៃហើយអាជ្ញាធរពាក់ព័ន្ធពុំមានវិធានការទប់ស្កាត់នៅឡើយលោកហុំចម្រើនរាយការណ៍ព័ត៌មាននេះប្រជាពលរដ្ឋម្នាក់រស់នៅឃុំព្រៃចាស់ស្រុកឯកភ្នំគឺលោករាវីឲ្យដឹងនៅថ្ងៃទី9មីនាថាភ្លើងឆេះព្រៃលិចទឹកនៅចំណុចភូមិកោះវែងនៃឃុំកោះជីវាំងស្រុកឯកភ្នំប្រមាណ3ថ្ងៃហើយនៅមិនទាន់រលត់នៅឡើយដោយពុំដឹងបណ្ដាលមកពីមូលហេតុអ្វីនោះទេលោកព្រួយបារម្ភក្រែងភ្លើងឆេះព្រៃរាលដាលកាន់តែធំឡើងហើយធ្វើឲ្យហិនហោចអស់ព្រៃគ្មានសល់ហើយទៅឆេះ2ឆ្នាំនេះខ្លាំងណាស់ឆ្នាំនេះឆេះតិចជាងឆ្នាំមុននេះពីឆ្នាំមុនវាឆេះខ្លាំងទៅវាអស់ហើយស្គមវាឆេះថែមទៀតឆេះច្រើនទៅវាបាត់បង់ធនធានត្រីយ៉ាងទៀតវាទឹកវាអត់ទៀងទាត់ទៀតឥឡូវហើយព្រៃកណ្ដឹងឆេះទៅនិយាយទៅអមអីដែលនៅហ្នឹងឃើញស្លាប់ទៅតែអស់ដែរវាបាត់បង់សម្បត្តិធម្មជាតិច្រើនបន្ថែមពីលើនេះលោករាវីអះអាងថាក៏មានភ្លើងឆេះនៅចំណុចហេវនៃភូមិបាក់ព្រាឃុំព្រៃចាស់ជាបន្តបន្ទាប់ដែរប៉ុន្តែពុំមានអាជ្ញាធរណាមានវិធានការទប់ស្កាត់នោះទេឆ្លើយតបនឹងបញ្ហានេះជំទប់ទី2ឃុំព្រៃចាស់លោកអ៊ូច័ន្ទមានប្រសាសន៍ទទួលស្គាល់ថាព្រៃរនាបតំបន់ខ្លះក្នុងឃុំព្រៃចាស់ពិតជាមានភ្លើងឆេះប្រកបមែនប៉ុន្តែលោកអះអាងថាកន្លងមកអាជ្ញាធរឃុំបានសហការជាមួយមន្ត្រីជំនាញដែលបានប្រចាំការក្នុងមូលដ្ឋានទៅជួយពន្លត់ភ្លើងជាបន្តបន្ទាប់ដែរតែពុំទទួលបានលទ្ធផលពីព្រោះលោកថាខ្វះឧបករណ៍ដឹកជញ្ជូនទឹកពន្លត់អគ្គិភ័យយើងសោកស្ដាយមិនបើវាអត់មានប្រភពទឹកមកជួយលត់ទេចេះតែទៅជួយលត់ទាំងគេទាំងខ្ញុំទាំងប្រជាជនទាំងសហគមន៍ទាំងសមាជិកអីហ្នឹងតែគេទាំងអស់គ្នាហ្នឹងវាអត់មានកន្លែងជួយលត់ណាលើកមុនខ្ញុំអូម៉ាស៊ីនបូមទឹកទៅតាមពងហ្នឹងចង់មកឲ្យឆ្ងាយវិញមន្ត្រីសម្របសម្រួលសហគមន៍សម្ព័ន្ធភាពដើម្បីអភិរក្សធនធានធម្មជាតិនិងជលផលប្រចាំតំបន់ជុំវិញបឹងទន្លេសាបអ្នកស្រីនូសរឹមក៏សម្គាល់ថាមានកត្តាជាច្រើនដែលនាំឲ្យភ្លើងឆេះព្រៃរនាមដោយមួយផ្នែកបណ្ដាលមកពីប្រជាពលរដ្ឋខ្លះចូលទៅរកឃ្មុំក្នុងព្រៃហើយបោះគប់ភ្លើងចោលដោយមិនបានពន្លត់ឲ្យបានត្រឹមត្រូវនិងពលរដ្ឋខ្លះទៀតដុតភ្នក់ភ្លើងចោលដោយពុំបានពន្លត់ជាដើមអ្នកស្រីពន្យល់ថាភ្លើងឆេះព្រៃរនាមបានប៉ះពាល់យ៉ាងខ្លាំងដល់ទីជម្រកត្រីពងនៅរដូវវស្សានិងធ្វើឲ្យបាត់បង់ធនធានជីវៈចម្រុះក្នុងទឹកទីមួយសូមឲ្យប្រជាពលរដ្ឋខ្លួនឯងដែលរស់នៅក្នុងតំបន់ឬក៏ក្រៅតំបន់ក្តីហ្នឹងសូមឲ្យគាត់ចូលរួមការពារប្រុងប្រយ័ត្នឲ្យមែនទែនដូចជាការរោចាប់សត្វឬក៏រោឃ្មុំអីចឹងបើសិនជាករណីដែលគាត់ទៅរោគាត់ត្រូវតែពន្លត់គប់ភ្លើងមុនដែលគាត់ដើរចេញពីតំបន់ដែលគាត់ត្រូវបានដុតភ្លើងហ្នឹងហើយយើងសូមឲ្យជំនាញដែលពាក់ព័ន្ធដែលចូលរួមគ្រប់គ្រងការពារហ្នឹងហើយនឹងអាជ្ញាធរហ្នឹងគឺគាត់ពង្រឹងការអនុវត្តច្បាប់ឲ្យមែនទែនទោះជាយ៉ាងណាក៏ដោយចុះទាំងប្រជាពលរដ្ឋអង្គការសង្គមស៊ីវិលនិងអាជ្ញាធរមូលដ្ឋាននៅពុំទាន់បញ្ជាក់ពីចំនួនផ្ទៃដីដែលភ្លើងឆេះព្រៃលិចទឹកក្នុងស្រុកឯកភ្នំឆ្នាំ2016នេះមានប៉ុន្មាននៅឡើយទេរបាយការណ៍ឃុំព្រៃចាស់បង្ហាញថាក្នុងឆ្នាំ2015ភ្លើងឆេះព្រៃលិចទឹកក្នុងឃុំនេះប្រមាណ 1000 ហិកតាអាជ្ញាធរឃុំព្រៃចាស់អះអាងថាចាប់តាំងពីឆ្នាំ2010មកភ្លើងឆេះព្រៃក្នុងឃុំនេះអស់ប្រមាណ 30% ក្នុងចំណោមផ្ទៃដីជាង 10000 ហិកតាខ្ញុំបាទហុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តបាត់ដំបងបាទនៅឯខេត្តព្រះសីហនុមន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គមព្រួយបារម្ភពីបញ្ហាបាត់បង់ដីគម្របព្រៃឈើស្ថិតនៅភូមិគូគីស្រុកព្រៃនប់ដែលរដ្ឋាភិបាលបានរក្សាទុកដោយសារឈ្មួញនិងបុគ្គលមានអំណាចបានចូលទន្ទ្រានកាប់ព្រៃរៀនយកធ្វើជាកម្មសិទ្ធិបញ្ហានេះមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុព្រមានថាបើអាជ្ញាធរចាប់បានជនល្មើសកាប់រៀនដីគម្របព្រៃឈើនឹងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសសូមស្ដាប់សេចក្តីការណ៍របស់លោកដែនអយុធ្យា
មន្ត្រីអង្គការឃ្លាំមើលការអភិវឌ្ឍសង្គមចំនួន2ស្ថាប័នរួមមានអង្គការលីកាដូនិងអង្គការស្រាវជ្រាវជាតិកម្ពុជាឬហៅកាត់ CNRO ប្រចាំខេត្តព្រះសីហនុបង្ហាញកង្វល់ជាថ្មីទៀតនៅគ្រាសង្កេតឃើញថារាល់ថ្ងៃនេះដីគម្របព្រៃឈើឆ្នាំ2002ដែលរដ្ឋាភិបាលបានរក្សាទុកកំពុងរងការបំផ្លាញនិងពុះជ្រៀកធ្វើកម្មសិទ្ធិឯកជនពួកគេបានឲ្យដឹងថាគម្របព្រៃឈើដែលមានសកម្មភាពកាប់រានដីធ្វើកម្មសិទ្ធិមានទីតាំងនៅភូមិកគីឃុំបាត់ត្រាំងស្រុកព្រៃនប់ជាពិសេសរាល់ថ្ងៃនេះមានបុគ្គលឬមន្ត្រីមានអំណាចខ្លះបានជួលប្រជាពលរដ្ឋឲ្យចូលទៅកាប់រំលំដើមឈើនិងដុតបំផ្លាញដើម្បីរៀនយកដីគម្របព្រៃឈើនិងបានដាំបង្គោលរបងឬហុំព័ទ្ធរបងសម្គាល់ដីទីតាំងកម្មសិទ្ធិជាច្រើនឡូថែមទៀតមន្ត្រីសម្របសម្រួលអង្គការលីកាដូខេត្តព្រះសីហនុលោកបួនរិទ្ធដែលបានចុះពិនិត្យផ្ទាល់ដល់ទីតាំងដីគម្របព្រៃឈើឆ្នាំ2002នៅព្រឹកថ្ងៃពុធទី9ខែមីនាលោកព្រួយបារម្ភខ្លាចផ្ទៃដីគម្របព្រៃឈើនៅតំបន់នេះត្រូវវិនិច្ឆ័យហិនហោចដោយសារអំពើពុករលួយដែលកើតមានរវាងមន្ត្រីខិលខូចនៅតាមស្ថាប័នខ្លះនៃខេត្តព្រះសីហនុបានខុបខិតចែកផលប្រយោជន៍គ្នាជាមួយឈ្មួញឬបុគ្គលមានអំណាចអាជ្ញាធររៀបចំធ្វើផ្លូវគ្រួក្រហមកាត់មកតំបន់នេះស្រាប់តែគម្របព្រៃឈើ2002នេះត្រូវបានគេកាប់បំផ្លាញដុតខ្ទេចខ្ទីអស់ហើយឥឡូវមានបោះលបងខណ្ឌជាព្រំចែកគ្នាទៀតបាទស្រដៀងគ្នាដែរលោកសុកសខុមប្រធានអង្គការ CNRO សាខាខេត្តព្រះសីហនុលោកស្នើដល់លោកយុនមានអភិបាលខេត្តព្រះសីហនុពិសេសលោកនាយរដ្ឋមន្ត្រីហ៊ុនសែនរដ្ឋមន្ត្រីក្រសួងកសិកម្មនិងរដ្ឋមន្ត្រីក្រសួងបរិស្ថានជាដើមឲ្យជួយមានវិធានការទប់ស្កាត់បទល្មើសទុនទ្រានកាប់ព្រៃក្នុងបរិវេណដីគម្របព្រៃឈើមានទីតាំងនៅជាប់ចុងឆ្នេរអូត្រេសឲ្យបានទាន់ពេលលោកថាសប្តាហ៍ថ្ងៃនេះមានទាំងប្រជាពលរដ្ឋសាមញ្ញឈ្មួញមានងារជាអុកញ៉ានិងមន្ត្រីមានអំណាចក្នុងជួររដ្ឋាភិបាលបច្ចុប្បន្នកំពុងជួលពលរដ្ឋឲ្យចូលមកកាប់រំលំដើមឈើនិងដុតរានដីក្នុងបរិវេណគម្របព្រៃឈើឆ្នាំ2002ដោយពុះជ្រៀកជាឡូចែកគ្នាយ៉ាងអនាធិបតេយ្យដូច្នេះក្នុងនាមខ្ញុំសង្គមស៊ីវិលសូមឲ្យអាជ្ញាធរខេត្តរដ្ឋបាលព្រៃឈើបង្កើតក្រុមការងារចុះមកល្បាតរៀបចំនៅតំបន់នេះឡើងវិញកុំបណ្ដោយឲ្យគេកាប់ព្រៃឈើយ៉ាងកក្រឹកកក្រែងបែបនេះវាបាត់បង់អស់ដីសាធារណៈរបស់រដ្ឋដីឯកជនរបស់រដ្ឋឬក៏ព្រៃឈើរបស់រដ្ឋដែលគ្រប់គ្រងដោយរដ្ឋបាត់បង់ដោយសារការកាន់កាប់ដោយខុសច្បាប់នេះហើយឆ្លើយតបបញ្ហានេះនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះសីហនុលោកឌីសុភីបញ្ជាក់ថាកាលពីថ្ងៃទី19ខែកុម្ភៈកម្លាំងជំនាញស្ថាប័ននេះបាននាំខ្លួនប្រជាពលរដ្ឋចំនួន5នាក់ដែលបានចូលទៅស៊ីឈ្នួលកាប់ព្រៃក្នុងបរិវេណដីគម្របព្រៃឈើនាភូមិកគីឃុំបាត់ត្រាំងបានចំនួន5នាក់ឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពកាប់ព្រៃតំបន់នេះនាថ្ងៃខាងមុខទៀតបើមិនដូច្នេះទេនឹងចាប់ខ្លួនបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសខ្ញុំសួរទៅថាស៊ីឈ្នួលកាប់ដោយគេទេក៏សួរទៅថាមិនដីគាត់ទេដីមិនដល់ពេញទេណាខ្ញុំបានណែនាំឲ្យដឹងថាបើសិនជាថ្ងៃក្រោយគេចាប់អ្នកកាប់ផ្ទាល់ណាអភិបាលខេត្តព្រះសីហនុលោកយុនមានការភ្ញាក់ផ្អើលនៅគ្រាទទួលបានដំណឹងថាផ្ទៃដីគម្របព្រៃឈើឆ្នាំ2002ដែលរដ្ឋាភិបាលរក្សាទុកឬដាក់ឲ្យការពារត្រូវទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិឯកជននិងពុះជ្រៀកចែកគ្នាជាឡូលោកថាបទល្មើសនេះគ្មានមន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធក្រមអាវ៉ាតណាមួយផ្ដល់ដំណឹងមករូបលោកនោះទេលោកយុនមានបញ្ជាក់ថានឹងបញ្ជូនមន្ត្រីស្ថាប័នខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះឲ្យចុះពិនិត្យទប់ស្កាត់សកម្មភាពកាប់រានដីគម្របព្រៃឈើនៅភូមិកគីឃុំបាត់ត្រាំងដើម្បីឈានដល់ទប់ស្កាត់បទល្មើសទាំងនេះអានោះដូចមិនដែលរាប់ទៅជឿទេហ្នឹងឯងគឺសិតតែខ្លងវិញឯងហ្នឹងឯងអត់គឺមានមន្ត្រីណាមើលរាយការណ៍មកសោះលីងបាត់មន្ត្រីអង្គការលីកាដូលោកបួនរិទ្ធឲ្យដឹងថាបើពឹងផ្អែកទៅលើចំណាត់ការរបស់លោកយុនមានអភិបាលខេត្តព្រះសីហនុទំនងជាមិនអាចទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើមានប្រសិទ្ធភាពទេព្រោះថាលោកយុនមានមកដឹកនាំខេត្តនេះមកគ្នាតែ2នាក់គឺជាមួយអ្នកបើកបររថយន្តឲ្យលោកថាមន្ត្រីក្រមអាវ៉ាតតាមស្ថាប័នពាក់ព័ន្ធខេត្តនេះភាគច្រើនគឺជាមនុស្សកាន់ការយូរឆ្នាំនិងមានទង្វើមិនល្អហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួននិងមិនស្ដាប់តាមការចង្អុលបង្ហាញរបស់លោកយុនមាននោះទេលោកបួនរិទ្ធបន្តទៀតថាបទល្មើសនេះទាល់តែលោកនាយរដ្ឋមន្ត្រីហ៊ុនសែននិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងចេញមុខអន្តរាគមន៍ឬបញ្ចេញកណ្ដាប់ដៃដែកជួយការពារដីគម្របព្រៃឈើឆ្នាំ2002នៅខេត្តព្រះសីហនុដែលកំពុងរងការបំផ្លាញពីបុគ្គលមានអំណាចនិងមានទ្រព្យធនមួយចំនួនទើបអាចរក្សាដីគម្របព្រៃឈើនេះបានគង់វង្សដែលនាយកជាវិទ្យុអាស៊ីសេរីខេត្តព្រះសីហនុបាទគណៈកម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើឲ្យដឹងថាឈើដែលឆេះនៅក្នុងការដ្ឋានរបស់ក្រុមហ៊ុន Unigreen កាលពីសប្តាហ៍មុនគឺបណ្ដាលមកពីភ្លើងឆេះព្រៃនៅជាប់ការដ្ឋានក្រុមហ៊ុនហើយរាលដាលមកឆេះគំនរឈើដែលក្រុមហ៊ុនរក្សាទុកនៅក្បែរនោះលោករដ្ឋាភិបាលរាយការណ៍អំពីរឿងនេះការអះអាងនេះធ្វើឡើងបន្ទាប់ពីប្រធាន
គណៈកម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកសៅសុខាបានចុះបំពេញបេសកកម្មត្រួតពិនិត្យក្រុមហ៊ុនចំនួន7នៅខេត្តមណ្ឌលគិរីនៅថ្ងៃទី8និងថ្ងៃទី9ខែមីនារួមមានក្រុមហ៊ុន Unigreen ក្រុមហ៊ុន Master Kesan ក្រុមហ៊ុន Daitan ក្រុមហ៊ុនកសិកម្មខ្មែរអង្គរក្រុមហ៊ុនបេញភឿក1ក្រុមហ៊ុន Dainam និងក្រុមហ៊ុន China Dynamic អ្នកនាំពាក្យកងរាជអាវុធហត្ថលោកហេងអ៊ីថ្លែងបញ្ជាក់នៅថ្ងៃទី9ខែមីនាថាភ្លើងដែលឆេះគំនរឈើនៅក្រុមហ៊ុន Unigreen គឺបណ្ដាលមកពីភ្លើងឆេះព្រៃក៏ប៉ុន្តែលោកទទួលស្គាល់ថាគណៈកម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើរកឃើញគំនរឈើមួយចំនួនជាឈើមានច្បាប់និងគំនរឈើមួយចំនួនទៀតគឺជាឈើគ្មានច្បាប់អនុញ្ញាតស្ថិតក្នុងការដ្ឋានក្រុមហ៊ុនចំនួន4ដែលចុះត្រួតពិនិត្យកាលពីថ្ងៃទី8ខែមីនាដំណើរហេតុគឺយើងឃើញថាភ្លើងនឹងចម្ងាយប្រហែល3គីឡូចេញពីព្រៃមកអញ្ចឹងកន្លែងនោះស្បូវច្រើនក៏ឆេះមកដល់ទីតាំងកន្លែងឈើយើងស្តុកទៅជំនាញបានញែកមួយចំនួនហើយនៅក្រុមហ៊ុនចំនួនមិនតាន់ញែកអញ្ចឹងញែកហើយគឺយើងបានបញ្ជូនសំណុំរឿងទៅអាយកាអមសាលាដំបងនៅក្នុងគឺក៏យើងថែរក្សាឈើដែរប្រមូលមកដុំមកដើម្បីការពារកុំឲ្យឆេះកាលពីរាត្រីថ្ងៃទី2ខែមីនាកន្លងទៅឈើជាង300កំណាត់ត្រូវបានភ្លើងឆេះនៅក្នុងក្រុមហ៊ុន Unigreen បន្ទាប់ពីភ្លើងឆេះដូចគ្នានេះកើតមានកាលពីខែមករាគណៈកម្មការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើចុះបង្ក្រាបឈើខុសច្បាប់នៅតាមបណ្ដាក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដែលសង្ស័យថាមានស្តុកឈើខុសច្បាប់វិទ្យុអស៊ីសេរីមិនអាចតាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើនិងអភិបាលខេត្តមណ្ឌលគិរីសូមបញ្ជាក់ពីតួលេខជាក់លាក់នៃឈើដែលឆេះនិងបរិមាណឈើខុសច្បាប់រកឃើញនៅក្នុងក្រុមហ៊ុនទាំងនោះបាននៅឡើយនៅថ្ងៃទី9ខែមីនាតែទិនសេចក្តីអះអាងនេះមន្ត្រីសម្របសម្រួលសមាគមអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាបង្ហាញសុតិធិនិយមចំពោះក្រុមការងារគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើថាបានខិតខំបំពេញតួនាទីដើម្បីបង្ហាញសាធារណជនឲ្យឃើញពីចំណុចវិជ្ជមានតែទិនការបង្ក្រាបបទល្មើសព្រៃឈើបច្ចុប្បន្នលោកអំពីវនីវសូមឲ្យគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិបង្ហាញពីចំណុចអវិជ្ជមានតែទិនបរិមាណឈើខុសច្បាប់និងជនពាក់ព័ន្ធបទល្មើសព្រៃឈើដែលបានរកឃើញនិងបញ្ជូនទៅតុលាការវិជាវិធានការល្អហើយដែលគាត់បានចុះធ្វើការត្រួតពិនិត្យបន្ថែមទៀតក្រោយពីមានសកម្មភាពឈើនៅក្នុងតំបន់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចគួរតែបង្ហាញដែរពីភាពខ្វះខាតរបស់មន្ត្រីជំនាញអ្នកពាក់ព័ន្ធស្តុកឈើហើយនិងអ្នកដែលបានប្រគល់ទីតាំងឲ្យអ្នកដែលរកស្ទូតទៅតាមការចូលរួមរបស់ក្រុមហ៊ុនជាមួយនឹងអ្នករកស៊ីឈើព្រោះអាហ្នឹងវាអាចមានការពាក់ព័ន្ធគ្នាគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើថ្នាក់ជាតិកាលពីចុងខែកុម្ភៈបានបញ្ចប់ការស៊ើបអង្កេតករណីរកឃើញឈើស្តុកទុកនៅក្រុមហ៊ុនចំនួន2នៅខេត្តមណ្ឌលគិរីគឺក្រុមហ៊ុនបេញភឿក1និងក្រុមហ៊ុន Unigreen របាយការណ៍ស៊ើបអង្កេតបានបញ្ជូនទៅមន្ត្រីអាយកាសាលាដំបងខេត្តមណ្ឌលគិរីរួចហើយបច្ចុប្បន្នមន្ត្រីអាយកាកំពុងចាត់វិធានការស៊ើបអង្កេតបន្តរឿងក្តីនេះទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យកងរាជអាវុធហត្ថមានប្រសាសន៍ថាគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើកំពុងរៀបចំឯកសារដាក់ជូនស្ថាប័នអាយកាទាក់ទិនក្រុមហ៊ុនកសិកម្មខ្មែរអង្គរដែលមានវត្ថុតាងបទល្មើសព្រៃឈើខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីលោកអ្នកនាងស្ដាប់ជាទីមេត្រីស្នងការនគរបាលខេត្តកំពង់ធំបដិសេធចំពោះការចាត់ប្រកាសមន្ត្រីរបស់ខ្លួនម្នាក់ដែលជាប្អូនបង្កើតថាមិនបានជាប់ពាក់ព័ន្ធបទល្មើសរកស៊ីឈើប្រណិតទេប៉ុន្តែបរិយាអាជ្ញាអមសាលាដំបងខេត្តកំពង់ធំបញ្ជាក់ថាសំណុំរឿងនេះលោកបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយបាទនេះជាសេចក្តីរាយការណ៍របស់លោកសួតសុកប្រាថ្នាមន្ត្រីប៉ូលីសនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំស្នើឲ្យតុលាការស៊ើបអង្កេតករណីចោទប្រកាន់ប្អូនរបស់លោកថាបានពាក់ព័ន្ធបទល្មើសរកស៊ីឈើប្រណិតឲ្យបានច្បាស់លាស់ព្រមទាំងស្នើឲ្យតុលាការដោះលែងប្អូនរបស់លោកមកវិញម្យ៉ាងដើម្បីបង្ហាញអំពីភាពត្រឹមត្រូវរបស់លោកដូចគ្នាសំណើនេះធ្វើឡើងក្រោយពេលមន្ត្រីតុលាការនិងកម្លាំងចម្រុះចុះចាប់រថយន្តមួយគ្រឿងដែលមានផ្ទុកឈើប្រណិតប្រភេទក្រញូងជាង50ដុំនៅក្នុងបរិវេណដីរបស់មន្ត្រីប៉ូលីសរូបនោះកាលពីយប់ថ្ងៃទី6មីនានាយរងផ្នែករដ្ឋបាលសរុបការិយាល័យប្រឆាំងបទល្មើសនៃស្នងការដ្ឋានខេត្តកំពង់ធំលោកយឹមសុផាន់មានប្រសាសន៍នៅថ្ងៃទី9មីនាថាគាត់ជាមន្ត្រីសមត្ថកិច្ចដូច្នេះលោកមិនអាចប្រព្រឹត្តបទល្មើសដោយការចោទប្រកាន់បានទេបន្ថែមពីនេះលោករឹតតែមិនបានពាក់ព័ន្ធជាមួយក្រុមមនុស្សដែលយករថយន្តដឹកឈើក្រញូងទៅលាក់ទុកក្នុងដីរបស់លោកថែមទៀតផងលោកឲ្យដឹងថាការពីយប់កើតហេតុថ្ងៃទី6មីនាមានមនុស្ស2ក្រុមដោយក្រុមទី1បើករថយន្ត2គ្រឿងចូលទៅគំរាមប្អូនថ្លៃនិងប្អូនបង្កើតរបស់លោកឲ្យបើកទ្វាររបងនៅបរិវេណដីចំការស្វាយចន្ទទីក្នុងភូមិអណ្ដាស់ចាស់ឃុំសាលាវិស័យដោយទុករថយន្តមួយគ្រឿងនៅទីនោះហើយពួកគេថែមទាំងគំរាមប្អូនរបស់លោកមិនឲ្យរាយការណ៍ទៅខាងក្រៅទៀតផង
ចំណែកមួយក្រុមទៀតដែលជាក្រុមរបស់សមត្ថកិច្ចចម្រុះក៏ចូលទៅចាប់ខ្លួនប្អូនរបស់លោកទាំងពីរបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលហើយបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តនិងចុងក្រោយបញ្ជូនប្អូនប្រុសរបស់លោកឈ្មោះយិតសវណ្ណទៅឃុំនៅពន្ធនាគារខេត្តចំណែកប្អូនស្រីរបស់លោកត្រូវបានដោះលែងទៅវិញលោកយល់ថារឿងនេះអាចជាការរៀបចំគម្រោងដើម្បីធ្វើឲ្យខូចកិត្តិយសរបស់លោកច្រើនជាងមុននឹងដាក់បទចោទទៅលើប្អូនថ្លៃក្នុងនគរប្អូនបង្កើតខ្ញុំមើលប្អូនថ្លៃខ្ញុំមួយដែលថាគាត់ជាអ្នកបើកបរដឹកឈើកញ្ញូងឲ្យគាត់យកមនុស្សមកបសោតឲ្យបានជាលក្ខថាតើមនុស្សនឹងចេះបើកឡានអត់តាមទីមួយហើយជំរិតតែសួរចម្លើយប្អូនខ្ញុំពីមួយកន្លែងទៅមួយកន្លែងនោះគាត់ជំរិតថាមានពាក្យខ្លះនោះឲ្យជំរិតថាឆ្លើយថាឈើនោះឈើរបស់ខ្ញុំទៅតាមឲ្យគេនឹងដោះលែងប៉ុន្តែឲ្យប្អូនខ្ញុំឆ្លើយថាចឹងតែគាត់អាចឆ្លើយបានកាលពីយប់ថ្ងៃទី6មីនាកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញាសាលាដំបងខេត្តកំពង់ធំចាប់បានរថយន្តម៉ាកកាមេរីបាឡែនមួយគ្រឿងដែលផ្ទុកឈើក្រញូងប្រមាណ50ដុំនៅភូមិអណ្ដាស់ចាស់ឃុំសាលាវិស័យក្នុងបរិវេណដីចំការស្វាយចន្ទទីរបស់លោកយឹមសុភ័ណ្ឌព្រះរាជអាជ្ញាអមសាលាដំបងខេត្តកំពង់ធំលោកអ៊ិតសុធាមានប្រសាសន៍ដោយខ្លីថាសំណុំរឿងនេះលោកបានបញ្ជូនទៅចៅក្រមស៊ើបសួររួចរាល់ហើយតែគេបញ្ជូនដល់ចៅក្រមស៊ើបពីចៅប្រកាន់ទៅហើយប្អូនប្រុសរបស់លោកយឹមសុភ័ណ្ឌត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធបទល្មើសដឹកឈើក្រញូងកាលពីថ្ងៃទី7មីនាយ៉ាងណាស្នងការនគរបាលខេត្តកំពង់ធំលោកជួសំអានបញ្ជាក់ថាមន្ត្រីរបស់លោកមិនបានពាក់ព័ន្ធបទល្មើសរកស៊ីឈើប្រណិតដោយការចោទប្រកាន់ឡើយប៉ុន្តែលោកថាមន្ត្រីរបស់លោកជាជនរងគ្រោះទៅវិញទេម៉ែហើយមិនមែនទេហើយគ្មានហ្នឹងក៏ពុំតែចោះប្រក្រាបដែរហ្នឹងតែរកាត់រណាឡានល្មើសនឹងរអត់ឃើញតែលេចចេញនៅឯកន្លែងគ្នាហ្នឹងទៅលោកបន្ថែមថាក្រោយពេលលោកបញ្ចប់កិច្ចប្រជុំនៅរាជធានីភ្នំពេញពេលត្រឡប់ទៅដល់ខេត្តកំពង់ធំស្នងការនគរបាលខេត្តរូបនេះនឹងធ្វើលិខិតមួយដើម្បីបំភ្លឺជំវិញសំណុំរឿងមួយនេះឲ្យបានច្បាស់លាស់ព្រមទាំងស្វែងរកដំណោះស្រាយបន្តទៀតខ្ញុំសោតសុខប្រាថ្នាវັດឈូអាស៊ីសេរីពីខេត្តកំពង់ចាមលោកអ្នកនាងជាទីមេត្រីប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងក្រុងសំរោងខេត្តឧត្តរមានជ័យកំពុងប្រឈមទៅនឹងការខ្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំងឆ្នាំនេះការព្រួយបារម្ភរបស់អ្នកភូមិដោយសារទឹកត្រពាំងស្រះនិងបឹងជាច្រើនកន្លែងដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់នៅក្នុងទីក្រុងកាន់តែមានស្ថានភាពរីស្ងួតទៅស្ទើរតែគ្មានទឹកសេសសល់ទៅហើយលោកហងសាវយុទ្ធរាយការណ៍ជុំវិញរឿងនេះមន្ត្រីមន្ទីរធនធានទឹកនិងឧតុនិយមឲ្យដឹងថាអាជ្ញាធរខេត្តឧត្តរមានជ័យកំពុងតាក់ទងទៅខេត្តរបស់ប្រទេសថៃខ្លះមានខេត្តសុរិន្ទនិងស៊ីសាកេតដែលនៅជាប់ព្រំដែនគ្នាដើម្បីស្នើសុំបូមទឹកយកមកចែកជូនប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនឲ្យបានប្រើប្រាស់ជាប្រចាំថ្ងៃប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តឧត្តរមានជ័យគឺលោកខិនញ៉ានលោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារទី8ខែមីនាថាបច្ចុប្បន្ននេះប្រជាពលរដ្ឋជាច្រើនរយគ្រួសារនៅសង្កាត់អូស្មាច់លើខ្នងភ្នំដងរែកកំពុងប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ជាបណ្ដើរហើយដោយសារតែកាលពីឆ្នាំមុនមិនមានភ្លៀងធ្លាក់គ្រប់គ្រាន់ប្រធានមន្ទីរដដែលបញ្ជាក់ថានៅតាមតំបន់ជាច្រើនទៀតរបស់ខេត្តឧត្តរមានជ័យរួមទាំងក្រុងសំរោងផងអាចប្រឈមមុខនឹងការខ្វះទឹកប្រើប្រាស់ក្នុងឆ្នាំនេះប្រសិនបើរយៈពេល3ខែទៅមុខទៀតមិនមានភ្លៀងធ្លាក់ទេនោះនៅអូស្មាច់យើងនឹងប្រឈមហើយទៅអស់ទឹកប្រជាជននៅសង្កាត់អូស្មាច់ហ្នឹងគេមុនកាសិណូគេពុតគង់ឲ្យប៉ុន្តែឥឡូវនឹងខែចូលខែ3នេះមកគេលែងពុតគង់ឲ្យអញ្ចឹងគាត់អាចដោះស្រាយទឹកដល់ខ្លួនឯងឥឡូវគាត់ទិញទឹកគេទិញអីហើយដើរទិញទឹកគ្រប់កន្លែងបច្ចុប្បន្ននៅក្រុងសំរោងគឺប្រជាពលរដ្ឋខ្លះបានប្រើប្រាស់ទឹកស្អាតដែលផ្ដល់ដោយរដ្ឋកោទឹកប៉ុន្តែខ្លះទៀតនៅប្រើប្រាស់ទឹកដែលគេដឹកជញ្ជូនពីតាមបឹងនិងស្រះទៅលក់ឲ្យនៅឡើយបុរសអ្នកដឹកទឹកលក់ម្នាក់នៅក្រុងសំរោងលោកប្រាក់សុភាឲ្យដឹងថាជារៀងរាល់ថ្ងៃលោកតែងដងទឹកពីត្រពាំងនិងស្រះដឹកលក់ឲ្យអ្នកភូមិប្រើប្រាស់ចាប់ពី10ទៅ12ឡានក្នុងមួយថ្ងៃលោកប្រាក់សុភាក៏ព្រួយបារម្ភទៅលើការខ្វះទឹកប្រើប្រាស់ដែរក្នុងឆ្នាំនេះពីព្រោះតែនៅតាមត្រពាំងនិងបឹងដែលលោកតែងដងទឹកយកទៅលក់គឺបានរីងគោកជាបន្តបន្ទាប់អស់ទៅហើយជាជនភូមិពានពួកបារម្ភខ្លាចអត់ទឹកប្រើទឹកស្អាតក៏ចេញយឺតតែទឹកគេនៅកំពុងតែខ្វាត់ទៅរកអ្នកអីដែរបងមួយថ្ងៃគួរយកទៅចូលពី10ឡានដែរបងក្នុងមួយថ្ងៃឥឡូវនេះអត់ទាន់ពិបាកទេបងហើយជាខែ4ហើយជាពិបាកដល់បុកតាមទឹកអូបាទពួកអកោក៏បងដាច់បត់ហើយនៅទីរួមខេត្តឧត្តរមានជ័យគឺប្រជាពលរដ្ឋជាច្រើនរយគ្រួសារតែងទីពឹងលើទឹកត្រពាំងស្នោដែលមានទំហំធំធេងនៅកណ្ដាលទីក្រុងប៉ុន្តែឆ្នាំនេះត្រពាំងស្នោបានចាប់ផ្ដើមរីងទឹកបន្តិចម្ដងស្ទើរតែអស់ទៅហើយ
មន្ត្រីមន្ទីរធនធានទឹកនិងអូតូនិយមខេត្តរតនមានជ័យឲ្យដឹងថាប្រសិនបើរយៈពេល3ខែខាងមុខមិនមានភ្លៀងធ្លាក់ទេគឺប្រជាពលរដ្ឋនៅខេត្តរតនមានជ័យជាច្រើនកន្លែងនឹងប្រឈមមុខខ្វះទឹកប្រើប្រាស់ហើយស្រុកដែលនឹងប្រឈមមុខធ្ងន់ធ្ងរជាងគេគឺស្រុកអន្លង់វែងនិងស្រុកត្រពាំងប្រាសាទដែលជាតំបន់ខ្នងភ្នំទាំងអាជ្ញាធរខេត្តរតនមានជ័យនិងមន្ទីរធនធានទឹកកំពុងស្វះស្វែងដូចជាតាមរកប្រភពទឹកព្រមទាំងរិះរកមធ្យោបាយធ្វើយ៉ាងណាដើម្បីបានទឹកមកចែកជូនប្រជាពលរដ្ឋឲ្យបានប្រើប្រាស់សម្រាប់រយៈពេល 3-4 ខែទៅមុខទៀតនេះខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តសៀមរាបបាទងាកមកខេត្តស្ទឹងត្រែងឯនោះវិញមន្ទីរទេសចរខេត្តនេះនិងអង្គការសហគមន៍ជីវិតស្រស់ល្អត្រកាលគ្រប់រដូវបានដឹកនាំយុវជននិងសិស្សានុសិស្សរួមទាំងនិស្សិតជាង200នាក់កាលពីព្រឹកម្សិលមិញដើរសម្រាមនៅក្រុងស្ទឹងត្រែងដើម្បីឲ្យពលរដ្ឋយល់ដឹងពីការថែរក្សាអនាម័យជាពិសេសការវិខ្ចប់ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវយុវសិស្សឡុងកាន់កេសីដែលចូលរួមក្នុងយុទ្ធនាការនោះនិយាយថាក្រុមយុវសិស្សដើរសម្រាមគឺចង់ពញ្ញាក់ស្មារតីដល់ពលរដ្ឋនិងក្រុមអាជីវករនានាឲ្យផ្ដោតការយកចិត្តទុកដាក់ធ្វើអនាម័យសម្អាតសម្រាមនៅក្បែរទីកន្លែងលក់ដូររបស់ខ្លួនដើម្បីរួមចំណែកថែរក្សាបរិស្ថានស្អាតយុវសិស្សរូបនេះចង់ឲ្យពលរដ្ឋទូទៅចេះស្រឡាញ់បរិស្ថានដើម្បីឲ្យមានសោភ័ណភាពក្នុងទីក្រុងដែលជាផ្នែកមួយសម្រាប់ទាក់ទាញភ្ញៀវទេសចរការរំខានសប្បាយចិត្តរីករាយហើយរងចង់ឲ្យប្រជាជនទាំងអស់ដែលរស់នៅក្នុងខេត្តយើងចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នាដើម្បីឲ្យប្រទេសយើងស្អាតនិងខេត្តរបស់យើងស្អាតមិនថាកុមារាកុមារីនិងប្រជាជនទាំងអស់សូមចូលរួមថែរក្សានិងយកចិត្តទុកដាក់ទៅលើការចោលសម្រាមនៅតាមបឹងទន្លេនិងប្រធានមន្ទីរទេសចរខេត្តស្ទឹងត្រែងលោកអ៊ុនប៉ោសឿនមានប្រសាសន៍ថាគោលបំណងនៃយុទ្ធនាការនេះគឺដើម្បីបំផុសស្មារតីដល់ពលរដ្ឋឲ្យយល់ដឹងពីការថែរក្សាអនាម័យដោយផ្ដើមពីយើងទាំងអស់គ្នាលោកយល់ថាក្រមយុវជនឬសិស្សានុសិស្សគឺជាក្រុមស្នូលនិងជាគំរូដើម្បីទាក់ទាញដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានឲ្យចូលរួមសកម្មភាពថែរក្សាបរិស្ថាននិងរៀបចំអនាម័យតាមទីសាធារណៈលោកអ្នកនាងទើបបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីពីរដ្ឋធានី Washington សហរដ្ឋអាមេរិកសូមលោកអ្នកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗនៃកម្មវិធីផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងកម្មវិធីផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានបទសម្ភាសន៍ជុំវិញបញ្ហាខ្សែអាប់ចម្លែងរឿងអាស្រូវស្នេហារបស់លោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិចាសសេចក្តីរាយការណ៍ស្ដីអំពីកសិករស្ត្រីឆ្នើមជំរុញអរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមមុខចំនួន3ក្នុងវិស័យកសិកម្មហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់សូមអញ្ជើញលោកនាងកញ្ញាស្ដាប់កម្មវិធីផ្សាយរបស់យើងខ្ញុំជាបន្តដោយមេត្រីបទសម្ភាសន៍ចាលោកនាងជាទីមេត្រីនារីម្នាក់អាយុ25ឆ្នាំឈ្មោះខុំច័ន្ទរាទីដែលត្រូវបានគេចាប់ប្រកាន់ថាជាស្រីកំណាន់របស់លោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធម្សិលមិញនេះបានទៅប្តឹងនៅសមាគមអាត់ហុកដើម្បីស្វែងរកយុត្តិធម៌ចានាងបដិសេធសម្លេងស្នេហាឆ្លងឆ្លើយជាមួយនឹងលោកកឹមសុខាដែលត្រូវបានគេបង្ហោះក្នុងបណ្ដាញសង្គម Facebook ចាសូមលោកនាងអញ្ជើញស្ដាប់បទសម្ភាសន៍របស់លោកជុនច័ន្ទបុត្រកាលពីយប់មិញនេះជាមួយនឹងអ្នកយកព័ត៌មានអធិសេរីលោកថាកិត្យារួមជាមួយនឹងអ្នកនាងខុំច័ន្ទរាទីបាទលោកនាងជាទីមេត្រីឥឡូវនេះងាកមករឿងក្តៅកគុកមួយវិញម្ដងនារីម្នាក់ដែលបានចោទប្រកាន់ថាជាស្រីកំណាន់របស់លោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិនៅថ្ងៃនេះបានទៅប្តឹងនៅសមាគមអាត់ហុកដើម្បីស្វែងរកយុត្តិធម៌នាងបានបដិសេធសម្លេងដែលត្រូវបានបង្ហោះក្នុងបណ្ដាញសង្គម Facebook ដែលគេចោទថាបានជជែកឆ្លើយឆ្លងជាមួយលោកកឹមសុខានោះបាទនៅពេលនេះអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីលោកថាកិត្យាកំពុងជួបនឹងកញ្ញានោះដែលមានឈ្មោះថាខុំច័ន្ទរាទីនាងប្រាប់ថានាងមានអាយុ25ឆ្នាំហើយយើងប្រគល់នីតិនេះជូនលោកថាកិត្យាដើម្បីរាយការណ៍ផ្ទាល់តាមទូរស័ព្ទបាទសូមជម្រាបសួរលោកថាកិត្យាបាទលោកសួរលោកសុនបាទបាទល្ងាចនេះលោកបានទៅជួបឥឡូវហ្នឹងនៅកំពុងជួបគ្នានៅឡើយទេកញ្ញាដែលឈ្មោះខុំច័ន្ទរាទីហ្នឹងនៅជាមួយលោកទេមិនអញ្ចឹងណាបាទមកពេលនេះគឺ
បញ្ញាខុនចន្ទរាទីឬហៅថាមុំស្រីមុំហ្នឹងគាត់នៅជាមួយខ្ញុំនៅឡើយទេគាត់នៅជាមួយអ្នកសារព័ត៌មានអេស៊ីនទៀតដែលកំពុងតែសម្ភាសគាត់ហ្នឹងបាទដែលគាត់មកហ្នឹងថាមានការព្រួយបារម្ភពីសុវត្ថិភាពហ្នឹងហេតុអីបានគាត់ព្រួយបារម្ភពីសុវត្ថិភាពគាត់មិនទាន់ដឹងថារឿងអីកាត់ឡើងនៅឡើយទេគាត់មកនេះគឺគាត់ចង់បកស្រាយបំភ្លឺរឿងពិតទាក់ទងទៅនឹងបណ្ដាសារព័ត៌មានក្នុងស្រុកក៏ដូចជាបណ្ដាញសង្គម Facebook បានផ្សព្វផ្សាយប្រងព្រាតអំពីទំនាក់ទំនងស្នេហាស្អិតល្មួតរវាងស្រីមុំជាមួយនឹងអនុប្រធានគណៈបកសង្គ្រោះជាតិគឺលោកកំសខានោះក៏ប៉ុន្តែគាត់មកហ្នឹងគាត់ទាមទារឲ្យសមាគមអាត់ហុកជួយរកយុត្តិធម៌ឲ្យគាត់ហើយគាត់បារម្ភថាមិនដឹងថាថ្ងៃណាមួយគេនឹងធ្វើរឿងអីដល់គាត់ដោយសារតែបញ្ហានេះគឺកើតឡើងសិតតែជារឿងប្រឌិតអញ្ចឹងបាទអញ្ចឹងគាត់យកមកទីនេះគឺដើម្បីរកឲ្យគេជួយរករឿងចាក់មកមានការធ្វើបាបអីគាត់នៅថ្ងៃក្រោយទៀតបាទឥឡូវបើថាគាត់ចង់មកបកស្រាយរឿងពិតខ្ញុំសូមទៅជែកជាមួយគាត់បន្តិចបានទេលោកបើសិនគាត់នៅក្បែរហ្នឹងសូមហុចទូរស័ព្ទទៅគាត់បន្តិចបាទសូមជួបគាត់តែម្ដងទៅបាទអាឡូជំរាបសួរចា៎បាទជំរាបសួរខ្ញុំត្រូវហៅយ៉ាងម៉េចហៅកញ្ញាហៅអ្នកស្រីចាហៅកញ្ញាចាហៅកញ្ញាបាទកញ្ញាឈ្មោះខុំចន្ទរាទីមិនអញ្ចឹងណាចាបាទសំឡេងនឹងតើជាសំឡេងពិតដូចជាសំឡេងដែលគេបានផ្សាយប្រហែលថ្ងៃមកដល់វគ្គទី21ឥឡូវនេះហើយដំបូងមកវគ្គទី1វគ្គទី2ហ្នឹងខ្ញុំក៏ដូចឮសំឡេងនឹងដែរតើសំឡេងកញ្ញាហ្នឹងប្រកាសជាសំឡេងនៅក្នុងអ្វីដែលគេបានផ្សាយនឹងមែនទេចាខ្ញុំក៏ចង់និយាយបកស្រាយប្រាប់ឲ្យដឹងដែរព្រោះថាខ្ញុំចង់បដិសេធថាសំឡេងហ្នឹងមិនមែនជាសំឡេងរបស់ខ្ញុំទេចាខ្ញុំចង់និយាយទៅប៉ុណ្ណឹងចាមិនមែនសំឡេងហ្នឹងទេប៉ុន្តែស្ដាប់ទៅដូចស្តៀងណាស់ដូច្នេះមានន័យហើយកញ្ញាបានស្ដាប់សំឡេងនឹងខ្លួនឯងដែរចាខ្ញុំស្ដាប់សំឡេងហ្នឹងមិនមែនជាសំឡេងរបស់ខ្ញុំទេព្រោះថាខ្ញុំអត់មានពេលវេលាណាទៅនិយាយរឿងសារសងស្នេហាជាមួយគាត់ទេប៉ុន្តែពេលដែលស្ដាប់ដឹងថាសំឡេងហ្នឹងស្តៀងសំឡេងខ្លួនឯងដែរឬមួយយ៉ាងម៉េចខ្ញុំអត់មានគិតថាសលេងរបស់ខ្ញុំផងព្រោះបើខ្ញុំគិតថាសលេងរបស់ខ្ញុំអញ្ចឹងបានន័យថាខ្ញុំនឹងនិយាយខ្ញុំនឹងទទួលស្គាល់ប៉ុន្តែខ្ញុំអត់មានបាននិយាយហើយខ្ញុំមានរឿងអីត្រូវគិតថាសលេងហ្នឹងជាសលេងរបស់ខ្ញុំអញ្ចឹងខ្ញុំមានរឿងអីត្រូវនិយាយថាសលេងហ្នឹងជាសលេងរបស់ខ្ញុំកញ្ញាដែលអញ្ចឹងដែលស្គាល់លោកកឹមសុខាដែរចា៎ចាខ្ញុំស្គាល់ស្គាល់ខ្លះបែបណាដែរបាទស្គាល់លក្ខណៈពេលដែលគាត់ទៅហាងកាត់សក់នេះគាត់ជាភ្ញៀវដល់ពេលអញ្ចឹងមុននឹងគាត់ទៅគឺគាត់ទៅថាជាងកាត់សក់តនេអត់ព្រោះថាគាត់កាត់សក់ជាងហ្នឹងរយៈពេល10ឆ្នាំហើយខ្ញុំទៅធ្វើការនៅហ្នឹងរយៈពេលមិនទាន់បាន1ឆ្នាំទេប៉ុន្តែពេលខ្ញុំទៅធ្វើការនៅហ្នឹងរយៈពេលពី3ខែហ្នឹងគឺខ្ញុំមិនដែលគាត់ទេប៉ុន្តែខ្ញុំឮគេបុគ្គលិកគេនិយាយថាទៅទៀតលោកកឹមសុខាមកកាត់សក់អញ្ចឹងខ្ញុំមិនដឹងថាគាត់ហ្នឹងអញ្ចឹងនៅក្នុងហាងហ្នឹងគេស្គាល់លោកកឹមសុខាទាំងអស់គ្នាចាគេស្គាល់មិនមែនគាត់ជាខ្ញុំទេគាត់ជាអតិថិជនប្រចាំនៅក្នុងហាងហ្នឹងតែម្ដងហាងកាត់សក់នេះឈ្មោះអីដែរខ្មែរអង្គរកាត់ហាងកាត់សក់ខ្មែរអង្គរនៅក្បែរវិមានឯករាជ្យមែនទេចាហើយអញ្ចឹងស្គាល់គាត់ដល់ពេលចាប់ផ្ដើមស្គាល់គាត់នឹងកញ្ញាជាអ្នកកាត់សក់ឲ្យគាត់តែម្ដងប៉ុន្តែខ្ញុំជាជាងកាត់សក់ឯងគឺមានជាងកាត់សក់ខុសផ្សេងប៉ុន្តែខ្ញុំជាបុគ្គលិកដែលលាបសក់គឺកាត់កញ្ចក់កាត់អីអញ្ចឹងណាព្រោះថាចាខ្ញុំជាអ្នកលាបសក់កាត់កញ្ចក់កាត់អីអញ្ចឹងសក់អីអញ្ចឹងឯងប៉ុន្តែគឺផ្នែកកាត់សក់ហ្នឹងគឺបុរសជាអ្នកកាត់កញ្ញាចេះធ្វើម៉ាស្សាដែរទេអត់ចេះទេចាខ្ញុំអត់ចេះអញ្ចឹងតើលោកកឹមសុខាដែលហៅណាត់ដើម្បីទៅកាត់សក់អីឬមួយក៏ទៅលាបសក់អីដល់កន្លែងគាត់ដែរទេដល់ផ្ទះគាត់ឬដល់សន្តាគារគាត់ដែរទេគឺអត់មានទេគឺខ្ញុំអត់មានអញ្ចឹងហ្មងគឺខ្ញុំអត់ដែលរឿងលាបសក់រឿងអីនៅសន្តាគារនៅផ្ទះអីគឺអត់ដែលទៅអញ្ចឹងហ្មងចាខ្ញុំអត់ដែលទៅទេចាក៏ប៉ុន្តែដែលតាក់ទងគ្នាតាមទូរស័ព្ទដើម្បីគាត់ណាត់ធ្វើសក់ធ្វើអីអញ្ចឹងមែនទេចាប៉ុន្តែពេលដែលគាត់ណាត់គ្រឿងទៅលាបសក់ហ្នឹងគឺគាត់រយៈពេលគាត់អត់កំណត់ថាមួយខែហ្នឹងរាល់ឆ្នាំហ្នឹងមួយខែហ្នឹងត្រូវទៅម្ដងមួយខែហ្នឹងត្រូវទៅម្ដងទេប៉ុន្តែពេលខ្លះមានមួយខែកន្លះពេលខ្លះមាន2ខែពេលខ្លះមាន20ថ្ងៃពេលខ្លះមាននិយាយរួមអត់ទៀងសម្រាប់គាត់គឺខ្ញុំអាចដឹងប៉ុណ្ណឹងប៉ុន្តែគាត់ថាពេលដែលគាត់ទៅនេះគឺគាត់អាចទៅសួរថាជាងកាត់សក់គ្នាគាត់មានពេលវេលាគាត់ទៅកាត់សក់មួយផ្លែតពេលខ្លះគាត់ទៅកាត់មែនប៉ុន្តែគាត់អត់លាបគាត់ក៏មានដែរពេលខ្លះគាត់ទៅកាត់មែនប៉ុន្តែគាត់លាបពេលខ្លះគាត់លាបពេលខ្លះគាត់អត់លាបអញ្ចឹងណា
បាទតើអតិថិជនកឹមសុខានេះជាមនុស្សប្រភេទណាដែរនៅពេលដែលកញ្ញាធ្លាប់លាបសក់ឲ្យគាត់ធ្លាប់អីកាត់កញ្ចក់ឲ្យគាត់នឹងរយៈពេលប្រហែលនឹងគាត់ជាអតិថិជនបែបណាដែរជាបាទបុគ្គលិកលក្ខណៈរបស់គាត់ខ្ញុំសូមនិយាយឲ្យច្បាស់ហ្មងបញ្ជាក់ឲ្យច្បាស់ហ្មងពេលដែលខ្ញុំលាបសក់ឲ្យគាត់ហ្នឹងហើយនឹងកាត់កញ្ចក់កាត់អីហ្នឹងខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ថាពេលដែលខ្ញុំលាបសក់ហ្នឹងគឺខ្ញុំអត់អាចមើលថាច្រឹកគាត់ឬក៏កាយវិការរបស់គាត់សម្ដីរបស់គាត់គឺខ្ញុំអត់អាចមើលដឹងហើយខ្ញុំមិនមែនខ្ញុំស្គាល់គាត់ច្បាស់ហើយក៏មិនមែនខ្ញុំជាចំណិតរបស់គាត់ដែរហើយខ្ញុំក៏មិនមែនជាស្រីកំណាន់របស់គាត់ដែរប៉ុន្តែគាត់ថាខ្ញុំចង់និយាយប្រាប់ថារឿងគាត់រឿងសិទ្ធិរបស់គាត់គឺខ្ញុំអត់មានអីនិយាយថាខ្ញុំអាចមើលដឹងច្រឹកគាត់មិនទេប៉ុន្តែគាត់ថានិយាយរួមទៅគឺគាត់អត់ដែរនិយាយអីឲ្យខ្ញុំវិនិច្ឆ័យទៅបានចឹងហ្មងគឺគាត់អត់មាននិយាយអីឲ្យខ្ញុំវាតម្លៃលើរូបគាត់ថាគាត់នឹងជាមនុស្សប្រុសបែបណាជាអតិថិជននៅខាងនឹងបែបណាចឹងណាខ្ញុំអត់និយាយព្រោះខ្ញុំអត់ដឹងថាមនុស្សគាត់នឹងរបៀបម៉េចចាខ្ញុំអត់ដឹងទេឥឡូវបកមកសាច់រឿងខ្សែអាត់នេះវិញតើaccount កណន័យ Facebook ឈ្មោះមនស្រីនឹងជា account ជាកណន័យរបស់កញ្ញាដែរទេមែនទេចា account Facebook របស់ខ្ញុំនឹងឈ្មោះមនស្រីនឹងaccount របស់ខ្ញុំពិតប៉ុន្តែរូបនៅក្នុង profile ហ្នឹងក៏ជារូបរបស់កញ្ញាដែរមែនទេចាពួកខ្ញុំទទួលស្គាល់ថារូបខ្ញុំប៉ុន្តែរឿងសរសេរអត្ថន័យដែលខ្ញុំមានទំនាក់ទំនងស្នេហាជាមួយគាត់មិនទទួលខុសត្រូវហ្នឹងខ្ញុំអត់មានសមត្ថភាពណាទៅសរសេរអក្សរណាបានច្បាស់ចឹងទេព្រោះខ្ញុំរៀនអត់ចប់ថ្នាក់ទី4ផងចាខ្ញុំសូមនិយាយប្រាប់តែប៉ុណ្ណឹងហើយខ្ញុំចង់និយាយថា account ពិតរបស់ខ្ញុំហ្នឹងឈ្មោះមនស្រីមែនប៉ុន្តែខ្ញុំលេងរយៈពេល2ឆ្នាំជិត3ឆ្នាំទៅហើយប៉ុន្តែគាត់ថាមានគេសេតចូល account របស់ខ្ញុំមានគេដូរលេខសម្ងាត់របស់ខ្ញុំហើយខ្ញុំក៏ចង់បកស្រាយរឿងហ្នឹងភ្លាមដែរប៉ុន្តែគាត់ថាខ្ញុំមានអារម្មណ៍ខ្លាចខ្ញុំមានអារម្មណ៍ខ្មាស់គេខ្ញុំអត់ដឹងត្រូវធ្វើមកទេខ្ញុំមានអារម្មណ៍ថាស្លុតមកខ្ញុំនិយាយអីអត់ចាញ់ទេអញ្ចឹងពេលដែលកញ្ញាបានដឹងតំណែងនឹងដំបូងកញ្ញាមានអារម្មណ៍យ៉ាងម៉េចដែរបញ្ជាក់ឲ្យច្បាស់ឡើងវិញមើលពេលដែលឃើញភ្លាមហ្នឹងពេលដែលដឹងសាច់រឿងហ្នឹងពេលដែលខ្ញុំដឹងសាច់រឿងហ្នឹងគឺមានអារម្មណ៍ស្លុតខ្ញុំនិយាយអីអត់ចាញ់ហ្មងព្រោះថាហេតុអីពេលដែលខ្ញុំមានរឿងអញ្ចឹងកើតឡើងខ្ញុំនិយាយអត់ចាញ់ព្រោះថាខ្ញុំអត់ដែរមានអ្នកណាគេមកស្អប់ធ្វើខ្ញុំអត់ដែរមានណាគេគំនុំជាមួយខ្ញុំហេតុអីក៏ខ្ញុំយករូបខ្ញុំទៅបង្ហោះពេញ Facebook ចឹងខ្ញុំខ្មាស់គេណាខ្ញុំខ្មាស់គេហើយមិនមែនថាខ្មាស់គេកន្លែងណាខ្មាស់គេនឹងកន្លែងការងារផងបាត់បង់នឹងពេលវេលារបស់ខ្ញុំទៀតហើយខ្ញុំមានអារម្មណ៍និយាយរួមទៅខ្ញុំមានអារម្មណ៍ស្លុតហ្មងខ្ញុំស្លុតក្នុងចិត្តហ្មងពេលដែលស្លុតក្នុងចិត្តពេលដែលដឹងនឹងមានលើកទូរស័ព្ទទៅជែកជាមួយលោកកឹមសុខាទេចាអត់មានទេចាបាទហើយចុះឥឡូវពេលដែលមកសមាគមអាត6នេះមកដើម្បីអីមកក្នុងគោលបំណងអីដែរគឺខ្ញុំមកសមាគមអាត6នេះខ្ញុំមកបំភ្លឺរឿងហ្នឹងថាខ្ញុំអត់មានបានទៅធ្វើអ្វីមួយដែលសង្គមគេកំពុងស្អប់ខ្ពើមហើយខ្ញុំអត់មានបានប្រព្រឹត្តរឿងអាស្រូវស្នេហាជាមួយគាត់អីណាគេថាខ្ញុំនឹងជាស្រីកំណានរបស់គាត់ខ្ញុំចង់មកបកស្រាយចឹងខ្ញុំមកចង់មកនិយាយចឹងថាខ្ញុំដើម្បីស្ដារកិត្តិយសខ្ញុំមកវិញខ្ញុំចង់និយាយព្រោះគេអ្នកកសែតគេតែងតែចង់ដឹងថាព័ត៌មានមួយគេតែងតែចង់ដឹងពីការពិតអញ្ចឹងខ្ញុំត្រូវបកស្រាយប្រាប់គេដើម្បីកិត្តិយសរបស់ខ្ញុំដើម្បីឈ្មោះរបស់ខ្ញុំយកមកវិញតែខ្ញុំទទួលស្គាល់ថា account Facebook នឹងរបស់ខ្ញុំមែនប៉ុន្តែខ្ញុំអត់មានរឿងអីត្រូវលាក់បាំងរហូតព្រោះខ្ញុំត្រូវភាពភ្លឺមកវិញមិនមែននៅភាពងងឹតទេព្រោះថាខ្ញុំត្រូវបំភ្លឺមកដើម្បីរឿងហ្នឹងដើម្បីស្ដារកិត្តិយសខ្ញុំដើម្បីឲ្យអង្គការអាថងនឹងជួយរកយុត្តិធម៌ភាពស្អាតស្អំខ្ញុំមកវិញខ្ញុំអត់មានបានទៅបំពេញអំពើអញ្ចឹងដែរសង្គមគេកំពុងស្អប់ពើមេចាខ្ញុំសូមនិយាយប៉ុណ្ណឹងបាទខ្ញុំសូមសួរមួយម៉ាត់ទៀតតាំងតែពីរឿងនឹងលេចចេញមកតាំងពីម្ដុំចុងខែ2រហូតមកដល់ថ្ងៃនេះថ្ងៃ9មីនាទៅហើយនេះក្រៅតែមានការចេញខ្សែអាត់នឹងមានការទូរស័ព្ទមានការតាក់ទងពីភាគីណាដទៃទៀតដែរទេក្រៅតែពីការចង់ដឹងរបស់អ្នកកសែតបាទនិយាយរួមទៅអត់មានខ្ញុំសូមឆ្លើយថាអត់មានណាគេមកតាក់ទងតាំងខ្សែទូរស័ព្ទខ្ញុំគឺអត់មានចឹងហ្មងហើយគឺថាអ្វីដែលកើតឡើងមកតាំងពីថ្ងៃទី29ហ្នឹងដែលថាខ្ញុំ
លាក់ខ្លួនមួយរយៈអត់មានពេលមកបកស្រាយរឿងចឹងគឺអត់មានណាគេតាក់តងដូចខ្ញុំទេគឺមានតែបងប្អូនខ្ញុំទេដែលគេស្វែងរកជួយរកយុត្តិធម៌ដល់ខ្ញុំដើម្បីជួយដែលគេយកលិខិតមកអញ្ជើញខ្ញុំដើម្បីទៅបំភ្លឺរឿងហ្នឹងគឺបងប្អូនខ្ញុំព្រោះថាខ្ញុំអត់មានដឹងអីទាំងអស់អ្នកណាដែលយកលិខិតមកឲ្យបំភ្លឺរឿងហ្នឹងដែរបាទគឺគេថាក្រសួងមហាផ្ទៃចាហើយកញ្ញាបានទៅបំភ្លឺនៅបាទចាថ្ងៃទី11ហ្នឹងថ្ងៃទី11ហ្នឹងត្រូវនឹងថ្ងៃសប្តាហ៍គេឲ្យខ្ញុំទៅហ្នឹងលិខិតអញ្ជើញទី2ចាអញ្ចឹងកញ្ញានឹងទៅដែរចាខ្ញុំទៅខ្ញុំបំភ្លឺរឿងហ្នឹងម៉ោងប្រហែលដែលលិខិតអញ្ជើញនឹងហៅទៅបាទម៉ោង7ព្រឹកនៅក្រសួងមហាផ្ទៃបាទចាបាទក្រៅតែពីមកសមាគមអាត60ដែលថាចង់ជួយរកយុត្តិធម៌នឹងមានន័យយ៉ាងម៉េចតើកញ្ញានឹងទាមទារឲ្យមានការវែកមុខអ្នកដែលផ្សាយដំណឹងចេញខ្សែអាតដែលកញ្ញាបដិសេធថាមិនមែនរបស់កញ្ញានឹងដែរទេនឹងមានវិធានការផ្លូវច្បាប់ណាមួយដែរទេសម្រាប់ខ្ញុំគឺខ្ញុំមិនដឹងថាច្បាប់នឹងគេធ្វើមិនសម្រាប់ខ្ញុំជូនខ្ញុំដែរជាជនរងគ្រោះចឹងឯងព្រោះថាខ្ញុំមិនដឹងថាច្បាប់នឹងគេត្រូវធ្វើមិនប៉ុន្តែខ្ញុំចង់បានតែមួយយ៉ាងគត់គឺខ្ញុំត្រូវការភាពយុត្តិធម៌ឲ្យខ្ញុំវិញហើយខ្ញុំអត់ទាមទារអ្វីផ្សេងទៀតទេព្រោះថាខ្ញុំចង់បានយុត្តិធម៌និងភាពស្អាតស្អំខ្ញុំមកវិញប៉ុន្តែសម្រាប់ច្បាប់គេគឺខ្ញុំអត់អាចដឹងបានព្រោះខ្ញុំអត់ដឹងថាច្បាប់គេត្រូវធ្វើមកខ្ញុំពេលដែលជួបខាងអាត60គេណែនាំយ៉ាងម៉េចខ្លះដែរទេឬមួយផ្ដល់យោបល់យ៉ាងណាដែរបាទចាគាត់ផ្ដល់យោបល់ខ្ញុំថាគាត់ជួយខ្ញុំប៉ុន្តែមិនមែនថាជួយនឹងបង្គាប់ឲ្យយើងនិយាយអីគឺខ្ញុំអ្នកនិយាយដោយខ្លួនឯងថាខ្ញុំចង់និយាយថាឲ្យជួយរកយុត្តិធម៌ខ្ញុំវិញហើយគាត់ក៏តែងតែផ្ដល់នៅព័ត៌មានផ្សេងហើយនឹងជួយណែនាំខ្ញុំថាខ្ញុំនឹងជាមនុស្សមិនជានិយាយមកក្នុងនៃអ្វីដែលទៀមទាហ្នឹងតែខ្ញុំក៏ឲ្យគាត់ជួយដែលផ្ដល់យោបល់ឲ្យខ្ញុំអញ្ចឹងណាបាទសំណួរចុងក្រោយតាំងពីថ្ងៃកើតហេតុមកដល់ពេលនេះ29កុម្ភៈមកដល់ពេលនេះនៅតែធ្វើការបានធម្មតាដែរទេឬមួយក៏នៅកិច្ចខ្លួនលាក់ខ្លួននៅឡើយចាសម្រាប់ខ្ញុំគឺខ្ញុំលាក់ខ្លួនរហូតតាំងពីថ្ងៃទី29គឺខ្ញុំអត់មានសិទ្ធិសេរីភាពដើរទៅណាគឺខ្ញុំលាក់ខ្លួនរហូតខ្ញុំអត់មានសិទ្ធិសេរីភាពសូម្បីតែការងាររបស់ខ្ញុំគឺខ្ញុំអត់បានទៅធ្វើផងអញ្ចឹងខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវការភាពយុត្តិធម៌មកឲ្យខ្ញុំវិញឲ្យខ្ញុំធ្វើការធម្មតាប៉ុន្តែពេលដែលខ្ញុំចេញផ្សាយចឹងហើយតើមានអ្វីកើតឡើងចំពោះខ្ញុំគឺខ្ញុំអត់ដឹងដែរព្រោះថាអ្វីដែលខ្ញុំនិយាយនេះគឺនិយាយចេញពីចិត្តរបស់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំនិយាយហើយព្រោះថាបើមានរឿងអីកើតឡើងចំពោះខ្ញុំភាពងឹតភាពភ្លឺនេះគឺខ្ញុំអត់ដឹងទេព្រោះថាអ្វីដែលខ្ញុំនិយាយនេះគឺនិយាយដើម្បីបំភ្លឺដើម្បីយកកិត្តិយសខ្ញុំមកវិញចាបាទអញ្ចឹងអ្វីដែលកញ្ញានិយាយទាំងអស់ប្រាប់តាមបទសម្ភាសន៍មិញហ្នឹងគឺជាការពិតទាំងអស់មែនទេបាទចាខ្ញុំនិយាយគឺនិយាយចេញពីចិត្តខ្ញុំហ្មងគឺនិយាយចេញសម្ភាសន៍ហ្នឹងគឺនិយាយចេញពីចិត្តខ្ញុំហ្មងចាបាទសូមអរគុណកញ្ញាបាទចាលោកនាងកញ្ញាទៅបានស្ដាប់ការបកស្រាយរបស់កញ្ញាខុមច័ន្ទតារាទីជំវិញរឿងអាស្រូវស្នេហាជាមួយនឹងលោកកឹមសុខាប្រធានស្ដីទីគណៈបក្សសង្គ្រោះជាតិចានាងបានបញ្ជាក់ប្រាប់លោកជុនច័ន្ទបុតថាសម្លេងនៅក្នុងខ្សែអត្ថទាំងនោះគឺមិនមែនជាសម្លេងរបស់នាងហើយនាងក៏មិនមែនជាស្រីកំណាំរបស់លោកកឹមសុខាផងដែរប៉ុន្តែចំពោះការឆ្លើយបំភ្លឺរបស់នាងថាជាការពិតបែបណានោះយើងនឹងរងចាំពិនិត្យមើលតទៅទៀតសេចក្តីរាយការណ៍ពិស្ដាចាតំណាងកសិករស្ត្រីឆ្នាំក្នុងវិស័យកសិកម្មមកពី25ខេត្តក្រុងលើកឡើងថាបញ្ហាប្រឈម3គឺលទ្ធភាពទទួលបានទឹក
ទុននិងទីផ្សារសម្រាប់ផលិតផលកសិកម្មគឺជាមូលហេតុសំខាន់ក្នុងចំណោមមូលហេតុជាច្រើនដែលកំពុងគំរាមកំហែងដល់ដំណើរការផលិតកម្មកសិកម្មចានៅទន្ទឹមនេះតំណាងកសិករជំរុញរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមទាំងនោះជាបន្ទាន់អ្នកស្រីអ៊ុំរាំងសីរាយការណ៍ពិស្ដារអំពីរឿងនេះតំណាងកសិករស្ត្រីឆ្នើមនៅក្នុងវិស័យកសិកម្មទាំងនេះបារម្ភថាប្រសិនបើលទ្ធភាពទទួលបានទឹកទុននិងទីផ្សារសម្រាប់ផលិតកម្មកសិកម្មនេះនៅតែបន្តប្រឈមអាចនឹងបង្កជាក្តីបារម្ភដល់លទ្ធភាពផ្គត់ផ្គង់ស្បៀងអាហារនិងអាចប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាបញ្ហានេះត្រូវបានលើកឡើងនៅក្នុងវេទិកាកសិករថ្នាក់ជាតិលើកទី6ក្រោមប្រធានបទកសិករស្ត្រីឆ្នើមនៅក្នុងវិស័យកសិកម្មដែលរៀបចំឡើងនៅថ្ងៃទី9ខែមិនិនាវេទិកានេះរៀបចំឡើងដើម្បីកំណត់បញ្ហាសំខាន់ៗការចែករំលែកបទពិសោធន៍ចំណេះដឹងនិងការកំណត់នៅអនុសាសន៍ដើម្បីស្វែងរកអន្តរាគមន៍ឲ្យបានត្រឹមត្រូវនិងសមស្របតំណាងកសិករស្ត្រីឆ្នើមនៅក្នុងវិស័យកសិកម្មមកពី25ខេត្តក្រុងលោកស្រីឡាវច័ន្ទរ៉េតលើកឡើងថាឆ្លងកាត់ការពិភាក្សាវេទិកាកសិករថ្នាក់ជាតិជាច្រើនលើកច្រើនសារកន្លងមកបានរកឃើញកត្តា3សំខាន់គឺកង្វះទុនកង្វះទឹកនិងកង្វះទីផ្សារបានក្លាយជាឧបសគ្គរាំងស្ទះដល់ដំណើរការផលិតកម្មពិសេសជំរុញឲ្យគ្រួសារកសិករខ្នាតតូចនៅកម្ពុជាមួយចំនួនកាន់តែក្រទៅការធ្វើមុខរបរកសិកម្មក្តីការដាំដុះស្ដែងជួបប្រទេសគឺទឹកបញ្ហាទឹកជាចម្បងបញ្ហាទឹកបញ្ហាទុននិងទីផ្សារអញ្ចឹងហេតុនេះហើយដែលធ្វើឲ្យកសិករយើងធ្វើក្នុងការដាំដុះអីមិនសូវបានទទួលជោគជ័យព្រោះដាំផលហើយផលិតបានផលហើយប៉ុន្តែលក់តម្លៃនៅទីផ្សារថោកចាហើយទឹកហ្នឹងអត់មានដល់រដូវដែលដាំដែលថាធ្វើស្រែតខែ8ខែ9បានយើងបានសាបដូច្នេះហើយគឺជាកត្តាចម្បងកត្តាដែលបញ្ហាដំបងដែលធ្វើចម្បងធ្វើឲ្យកសិករយើងហ្នឹងធ្វើអ្វីទៅមិនបានទទួលជោគជ័យតំណាងកសិករស្ត្រីឆ្នើមនៅក្នុងវិស័យកសិកម្មរូបនេះឲ្យដឹងទៀតថាបច្ចុប្បន្នកសិករនៅទីជនបទនៅតែធ្វើស្រែតាមទម្លាប់បុរាណធ្វើកសិកម្មរំពឹងទឹកភ្លៀងឬហៅថាកសិកម្មប្រវាស់មេឃនោះលោកស្រីបន្តថាទម្លាប់ទាំងនេះមិនបានផ្ដល់ផលចំណេញនិងជួយដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្មនោះទេវាកាន់តែធ្វើឲ្យកសិករបែកចេញពីការងារនេះពិសេសខ្លាចជាកូនបំណុលរបស់ធនាគារកាន់តែច្រើនទៅវិញហេតុនេះលោកស្រីជំរុញឲ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធត្រូវតែគិតគូរនិងដោះស្រាយបញ្ហាទាំង3នេះជាបន្ទាន់ចង់ឲ្យរដ្ឋាភិបាលចូលរួមស្ដារបន្លាយអានេះវាជាកត្តាមួយដែលយើងគ្មានវិធីសាស្ត្រអីនឹងទប់ជួយកែតម្រូវធម្មជាតិបានទេតែបើយើងមានបន្លាយមានភ្លៀងមកអំណោយផលមួយចំនួនមកយើងមានបន្លាយយើងអាចនាំទឹកទៅបានហើយចំណែកឯទុនវិញទុនប្រជាពលរដ្ឋក៏មានដែរក៏រៀបចំជាសហគមន៍ហើយប៉ុន្តែទុនហ្នឹងវានៅមានការខ្វះខាតអញ្ចឹងចង់ឲ្យរដ្ឋាភិបាលហ្នឹងរកខ្ទង់ចំណាយអាចទុនណាមួយដែលមានអត្រាការប្រាក់ទាបដើម្បីឲ្យសហគមន៍ខ្ញុំបានប្រើប្រាស់ទីប្រឹក្សាផ្នែកគោលនយោបាយកសិកម្មនៃអង្គការអុកស្វាមកញ្ញាកែវកនិកាមានប្រសាសន៍ថាបញ្ហាប្រឈមទាំង3រួមមានកង្វះទឹកទុននិងកង្វះទីផ្សារគឺជាមូលហេតុចម្បងជំរុញឲ្យមានការថយចុះកម្លាំងពលកម្មក្នុងវិស័យកសិកម្មពិសេសយុវជនផងដែរបញ្ហានេះនឹងប៉ះពាល់ដល់ការធានាតុល្យភាពស្បៀងទៅថ្ងៃមុខហេតុនេះកញ្ញាជំរុញឲ្យរដ្ឋាភិបាលត្រូវមានគោលនយោបាយច្បាស់លាស់ពិសេសកញ្ចប់ទុនជាក់លាក់ណាមួយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះខាងក្រសួងកសិកម្មហ្នឹងដាក់ទុនបន្ថែមទៀតណាចំណាយពេលវេលាទាំងថវិកាហ្នឹងដើម្បីធានាថាពួកគាត់ដែលនៅតំបន់ឆ្ងាយដាច់ស្រយាលកសិករតូចតាចហើយជាពិសេសស្ត្រីហ្នឹងអាចទទួលបាននៅអ្វីដែលគោលនយោបាយដាក់ចេញហ្នឹងវិស័យកសិកម្មបានបង្កើតនៅផលិតផលក្នុងស្រុកសរុប 32% និងបានផ្ដល់ការងារប្រហែល 80% នៃកម្លាំងពលកម្មរបស់ប្រទេសវិស័យនេះត្រូវបានគ្របដណ្ដប់ដោយកសិករខ្នាតតូចដែលបានចូលរួមយ៉ាងសកម្មនៅក្នុងផលិតកម្មគ្រួសារលើសពីនេះទៀតភាគច្រើននៃអ្នកធ្វើការនៅក្នុងវិស័យកសិកម្មគឺជាសមាជិកក្រុមគ្រួសារខ្លួនឯងដែលធ្វើការដោយគ្មានប្រាក់ខែនិងធ្វើការងារនៅលើដីស្រែគ្រួសារហេតុនេះការផ្ដោតការយកចិត្តទុកដាក់ក្នុងការគាំទ្រដល់កសិករខ្នាតតូចគឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាពក្នុងការចូលរួមការកាត់បន្ថយភាពក្រីក្រកសិករកម្ពុជារបាយការណ៍របស់វិទ្យាស្ថានបណ្ដុះបណ្ដាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជាហៅកាត់ថា CDRI ស្ដីពីការលុបបំបាត់ឧបសគ្គរាំងស្ទះដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាបង្ហាញថាវិស័យកសិកម្មបានផ្ដល់ស្បៀងអាហារដល់ប្រជាជនជិត15លាននាក់ដែលកំពុងកើនឡើងនិងកើនចំណាយប្រើប្រាស់នៅក្នុងមនុស្សម្នាក់ៗដូចនេះការធានានិងរក្សាការផ្គត់ផ្គង់ស្បៀងអាហារឲ្យមានប្រសិទ្ធភាពដើរតួនាទីសំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខស្បៀងនៅកម្ពុជាទៅថ្ងៃអនាគតឆ្លើយតបនឹងបញ្ហានេះរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកទីសគុណ
ទទួលស្គាល់ពីបញ្ហាប្រឈមដែលបានលើកឡើងនេះពិតជាកើតឡើងនៅក្នុងវិស័យកសិកម្មប៉ុន្តែបញ្ហានេះលោកថាទាមទារឲ្យមានការចូលរួមទាំងអស់គ្នាយ៉ាងណាលោកអះអាងថាក្រសួងកសិកម្មកំពុងតែខិតខំប្រឹងប្រែងដោះស្រាយបញ្ហានៅក្នុងវិស័យកសិកម្មក្នុងនោះមានបញ្ហាខ្វះទឹកបញ្ហាខ្វះទុននិងកង្វះទីផ្សារដែលកំពុងតែជាបញ្ហាប្រឈមខ្លាំងរបស់កសិករប៉ុន្តែលោកមិនបានបញ្ជាក់ពីថវិកាសរុបសម្រាប់ចំណាយដើម្បីដោះស្រាយលើបញ្ហាទាំង3នេះនោះឡើយហើយយើងមានការបន្តជួយគាំទ្រឲ្យមានការចងក្រងបង្កើតជាសហគមន៍កសិកម្មគេថាធ្វើម៉េចដើម្បីឲ្យដំណើរការផលិតកម្មកសិកម្មតាមគ្រួសារនឹងមានលក្ខណៈសេដ្ឋកិច្ចយ៉ាងណាក៏ដោយតំណាងកសិករស្ត្រីឆ្នើមនៅក្នុងវិស័យកសិកម្មមកពី25ខេត្តក្រុងអង្គការសង្គមស៊ីវិលម្ចាស់ជំនួយដែលបានចូលរួមវេទិកាកសិករថ្នាក់ជាតិលើកទី6នេះបានផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាប្រឈមនេះបានជោគជ័យរដ្ឋាភិបាលត្រូវពង្រឹងភាពអង្អាចដល់កសិករខ្នាតតូចដើម្បីពិភាក្សារួមគ្នាធ្វើយ៉ាងណាឈានទៅតាក់តែងគោលនយោបាយលើបញ្ហាទុនទឹកនិងទីផ្សារឲ្យមានប្រសិទ្ធភាពព្រោះការពង្រឹងសិទ្ធិអំណាចដល់កសិករខ្នាតតូចគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពបំផុតសម្រាប់ចូលរួមនៅក្នុងការបង្កើនសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលប្រកបរបរកសិកម្មខ្ញុំអ៊ុំរាំងសីវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីសេចក្តីព្រាងច្បាប់ស្តីពីសហជីពដ៏ចម្រូងចម្រាសដែលកំពុងស្ថិតនៅក្នុងដៃរដ្ឋាភិបាលមិនបានធ្វើឲ្យភាគីសហជីពនយោជកនិងមន្ត្រីបកប្រឆាំងពេញចិត្តនៅឡើយទេសហជីពនិងមន្ត្រីបកប្រឆាំងយល់ឃើញថាប្រសិនបើសេចក្តីព្រាងនេះក្លាយជាច្បាប់វានឹងគៀបសង្កត់លើសិទ្ធិសេរីភាពរបស់កម្មករហើយនិងសហជីពចំណែកឯនយោជកឬក៏ខាងក្រុមហ៊ុនវិញអះអាងថាសេចក្តីព្រាងច្បាប់សហជីពនេះគឺប៉ះពាល់ផលប្រយោជន៍របស់ក្រុមហ៊ុនហើយទាមទារឲ្យមានការកែប្រែតើមានចំណុចអ្វីខ្លះដែលភាគីពាក់ព័ន្ធមិនពេញចិត្តនោះចានៅក្នុងនេតិវេទិកាអ្នកស្ដាប់វិទ្យុអេស៊ីសេរីបន្ថែមនៅថ្ងៃប្រហ័សនេះនឹងមានកិច្ចពិភាក្សាអំពីកង្វល់របស់ភាគីពាក់ព័ន្ធទាំងនោះទៅលើសេចក្តីព្រាងច្បាប់សហជីពសូមលោកអ្នកនាងរងចាំស្ដាប់និងចូលរួមសាកសួរកំបីអខានចាសសូមអរគុណជាបន្តទៅទៀតនេះខ្ញុំបាទឆោមចក្រាសូមជូនព័ត៌មានបញ្ចប់លោកអ្នកនាងជាទីមេត្រីចំនួនអ្នកគាំទ្រទំព័រ Facebook របស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលកើនឡើងរហូតដល់ជិត3លានអ្នកគិតត្រឹមថ្ងៃទី6មីនាត្រូវបានគេរកឃើញថាភាគច្រើនគឺជាអ្នកឡាយពីក្រៅប្រទេសកាសែតភ្នំពេញប៉ុស្តិ៍ចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញបង្ហាញថាជាងពាក់កណ្ដាលនៃអ្នកចុច like ថ្មីក្នុងរយៈពេល1ខែកន្លងទៅគឺប្រមាណ 77% មកពីប្រទេសឥណ្ឌានិង 75% មកពីប្រទេសហ្វីលីពីនកាសែតដដែលនេះបានចុះផ្សាយពិស្ដារពីទិន្នន័យដែលប្រមូលបានដោយគេហទំព័រវិភាគមួយឈ្មោះ socialbaker.com បានបង្ហាញអំពីចំនួនអ្នកគាំទ្រលោកហ៊ុនសែនមានជិត 8 សែននាក់បន្ថែមក្នុង1ខែកន្លងទៅក្នុងនោះមានតែជាង 1 សែននាក់ទេដែលចុច like ក្នុងប្រទេសកម្ពុជាបាទក្រសួងការបរទេសកម្ពុជាប្រកាសកាលពីថ្ងៃទី9មីនាថាក្រសួងនឹងថែរក្សាលិខិតឆ្លងដែនផ្លូវការរបស់មន្ត្រីរាជការស្ថាប័នរដ្ឋនៅក្រៅពួកគេបញ្ចប់បេសកកម្មឬកម្មសិក្សានៅក្រៅប្រទេសការសម្រេចទុកនេះដោយសាររយៈពេលកន្លងមកមានមន្ត្រីអង្គភាពឬស្ថាប័នរដ្ឋខ្លះបានប្រើប្រាស់លិខិតឆ្លងដែនផ្លូវការចេញដោយក្រសួងការបរទេសដើម្បីធ្វើដំណើរធ្វើជាពលករខុសច្បាប់នៅក្រៅប្រទេសក្រសួងការបរទេសនឹងជូនលិខិតឆ្លងដែនផ្លូវការទាំងនេះជូនដល់សម័យមន្ត្រីពេលមានបេសកកម្មជាថ្មីបន្ទាប់ពីទទួលបានលិខិតបញ្ជាក់ផ្លូវការរបស់សម័យស្ថាប័នប្រសិនជាលិខិតឆ្លងដែននោះអស់សុពលភាពក្រសួងការបរទេសនឹងធ្វើការពន្យាពេលជូនដោយស្វ័យប្រវត្តិដោយពុំមានការបង់ថ្លៃអ្វីឡើយសហព័ន្ធស្រូវអង្ករកម្ពុជាកាលពីថ្ងៃទី9មីនាប្រកាសបង្កើតក្រុមការងារពិសេសមួយនិងបង្កើតកញ្ចប់ថវិកាជាមួយសង្គ្រោះដើម្បីជួយពង្រឹងវិស័យស្រូវអង្ករនៅកម្ពុជាគណៈក្រុមម្ចាស់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុននាំចេញអង្ករព្រមមានពីការខ្សែធនប្រជាពលរដ្ឋនៅស្រុកឯកភ្នំខេត្តបាត់ដំបងកំពុងព្រួយបារម្ភពីបញ្ហាភ្លើងឆេះព្រៃរនាមឬហៅថាព្រៃលិចទឹកនៅតំបន់ជុំវិញបឹងទន្លេសាបធ្វើឲ្យហិនហោចព្រៃឈើនៅពេលខាងមុខ
អ្នកស្រុកបានដឹងថាគេប្រទះឃើញភ្លើងចេះព្រៃកើតឡើងស្ទើរជារៀងរាល់ថ្ងៃហើយអាជ្ញាធរពាក់ព័ន្ធពុំមានវិធានការទប់ស្កាត់នោះឡើយលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីនៅព្រឹកនេះចាប់តែប៉ុណ្ណេះយើងខ្ញុំទាំងអស់គ្នាសូមជូនពរលោកនាងនិងក្រុមគ្រួសារទាំងអស់ជួបប្រកបតែនឹងក្តីសុខសេចក្តីចម្រើនជានិរន្តរ៍ចា៎នាងខ្ញុំម៉ៅសុធានីនិងលោកឆោមចក្រាព្រមទាំងក្រុមការងារទាំងអស់របស់វិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា